ប៉ុណ្ណោះនៅក្នុងការធ្វើទុកបុកម្នេញសម្លេងប្រឆាំងដើម្បីឲ្យចោះចូលដើម្បីឲ្យសុំទោសហើយដើម្បីនឹងគម្រាមបង្ក្រាបសម្លេងប្រឆាំងអីចឹងជាសរុបមកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះរកឃើញថារដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកកណ្ដាលអំណាចមិនបានរៀបចំឲ្យមានរបៀបដឹកនាំឬក៏ថាលំហប្រជាធិបតេយ្យរបៀបសេរីត្រឹមត្រូវយុត្តិធម៌ទេគឺយើងធ្វើបាបសម្លេងប្រឆាំងដើម្បីឲ្យខ្លួនឯងខ្លាំងក្នុងន័យនេះគឺបានន័យថាគេចង់និយាយថាធ្វើបាបគេឬក៏ធ្វើទុកបុកម្នេញគេដោយយកប្រព័ន្ធច្បាប់ដែលជាប្រព័ន្ធតុលាការប្រព័ន្ធដូចថាយកផ្សព្វផ្សាយចម្លើយសារភាពរបស់ដែលជនរងគ្រោះនៃការធ្វើទុកបុកម្នេញផ្នែកនយោបាយដែលជាក្រមប្រឆាំងហ្នឹងយកទៅផ្សព្វផ្សាយជាសាធារណៈជាការបន្ទាបបន្ថោកតម្លៃក្រមប្រឆាំងធ្វើបាបផ្នែកនយោបាយគំរាមអ្នកដទៃទៀតឲ្យដឹងថាបើអ្នកឯងមិនសុំទោសទេគឺនឹងជាប់គុករហូតតតែចាប់ពីពន្ធនាគារហើយលើកក្រោយមកធ្វើនយោបាយបើអត់សមទោសហ្នឹងអាចនឹងជាប់គុកអីទៀតអញ្ចឹងទៅគឺថាជាការគំរាមកំហែងបំបាក់ស្មារតីធ្វើឲ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សសេរីភាពសិទ្ធិនយោបាយនិងធ្វើយ៉ាងម៉េចដើម្បីតែបំពេញបំណងចង់ក្រាញអំណាចរបស់គណៈបកកណ្ដាលអំណាចអញ្ចឹងជារួមគឺគេបានបើតាមអង្គការនេះសរុបមកគឺអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឬក៏គណៈបកកណ្ដាលអំណាចធ្វើនេះគឺជាយន្តការបំបាក់ស្មារតីក្រមប្រឆាំងធ្វើទុកបុកម្នេញក្រមប្រឆាំងហើយនឹងធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខនេះមិនមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេអញ្ចឹងគេពុំមានរួចទៅហើយបានន័យថាការបោះឆ្នោតដែលបំផ្លាញក្រមប្រឆាំងបែបនេះគឺជាចេតនាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនយោបាយហើយក៏អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបន្តឃ្លាំមើលរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងបញ្ហានេះដែរបាទឥឡូវនេះកម្ពុជារងសម្ពាធទៀតហើយតាក់ទងរឿងសិទ្ធិមនុស្សនិងសេរីភាពអីចឹងដែលខ្លួនអះអាងថាគេមិនមានទេអ្នកទោសមនសិការមានតែអ្នកមនសិការមិនមានទោសមិននោះមិនមានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយជាប់ទោសឧក្រិដ្ឋដែលគេកាត់តាមដំណើរអីចឹងទៅកាត់តាមដំណើរនៅពេលដែលសុំទោសសុំអីរួចខ្លួនទាំងអស់តាមពិតរឿងនេះគឺជារឿងនយោបាយសុទ្ធសាធដែលជាការគម្រាមកំហែងហើយរបៀបរបបនៃការដែលយកចម្លើយសារភាពរបស់ដែលអ្នកប្រឆាំងយកទៅផ្សាយហ្នឹងគឺបំបាក់ស្មារតីអ្នកប្រឆាំងមួយជ្រុងហើយគឺមិនន័យថារូបភាពនេះគឺស្តៀងសម័យខ្មែរក្រហមអញ្ចឹងបងប្អូនសម័យខ្មែរក្រហមគឺនៅពេលដែលគេយកអ្នកណាម្នាក់មកវាយដកកញ្ចក់ប្រច្រកទឹកឬក៏ចងជើងឡើងលើឲ្យបញ្យួរក្បាលជ្រលក់នៅក្នុងពាងទឹកអីអញ្ចឹងទៅនៅពេលដែលគ្នាចង់ដាច់ខ្យល់ស្លាប់ដែលមិនអាចទ្រាំនឹងការធ្វើទរណកម្មបានហ្នឹងក៏ចាប់ផ្ដើមឆ្លើយសារភាពថាខ្លួននឹងជាកិញ្ចជារនុកក្នុងរបស់អាមេរិក CIA KGB របស់រុស្ស៊ីឬអីចឹងទៅដែលធ្វើឲ្យយកអាផ្សាររបស់គាត់នឹងយកទៅអាននៅតាមសហករណ៍ចាក់នៅតាមមេក្រូឬក៏ផ្សាយជាសាធារណៈដែលមែនតើវាមិនមែនជាការពិតទេវាធ្វើឲ្យមនុស្សម្នាក់ដែលយើងវាយគ្នាឆក់សេភ្លើងដកកញ្ចក់យកក្អែបយកអីឲ្យខំរួចទៅតែយកមកយកចម្លើយគ្នាយកមកផ្សាយថាគ្នានឹងឯងក្បត់ជាតិអីចឹងទៅហើយចម្លើយសារភាពទាំងអស់នៅក្នុងគុកទួលស្លែងជាពិសេសជាលទ្ធផលមានតែសាលាក្តីខ្មែរក្រហមមួយទេដែលផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះនៃអំពើអយុត្តិធម៌ហ្នឹងហេតុអីបែបខ្ញុំនិយាយចឹងសាលាក្តីខ្មែរក្រហមគឺមិនទទួលយកចម្លើយសារភាពណាមួយមកធ្វើជាភស្តុតាងដែលមានតម្លៃដើម្បីជំនុំជម្រះក្តីអីទាំងអស់ដោយសារតែគេផ្ដល់ថាការដែលបានចម្លើយសារភាពដោយការធ្វើទរណកម្មគឺជាអំពើខុសច្បាប់ទី1ហើយមិនអាចយកមកធ្វើជាភស្តុតាងនៅក្នុងសាលាក្តីជំនុំជម្រះរោគយុត្តិធម៌ទាំងរដ្ឋយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងយុត្តិធម៌សម្រាប់ជនប្រព្រឹត្តបានទេគឺគេមិនយកជាបានការអញ្ចឹងតុលាការសម្រេចច្រានចោលរាល់ភស្តុតាងពីមជ្ឈមណ្ឌលឯកសារកម្ពុជា DC Cam ចោលច្រើនណាស់ឯកសារចម្លើយសារភាពនេះគេចាត់ទុកថាជាការធ្វើទរណកម្មមិនអាចនឹងយកមកជាសេចក្តីពិតបានទេគេសម្រេចចុងក្រោយគឺគេយកបានតែខ្លឹមសារខ្លីៗដែលនិយាយពីអង្គហេតុពិតឧទាហរណ៍ថ្ងៃចូលកត់ចូល
ទៅសួរចម្លើយថ្ងៃម៉ានថ្ងៃយកទៅសម្លាប់ថ្ងៃម៉ានថ្ងៃវាយដំថ្ងៃស្អីចឹងកត់ឆ្លើយចម្លើយអីហ្នឹងគឺយកតែកាលបរិច្ឆេទឈ្មោះខ្លែងឈ្មោះអីដែលភេទឬក៏តួនាទីដែលជនរងគ្រោះហ្នឹងឆ្លើយនៅក្នុងចម្លើយហ្នឹងគេយកមកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនរងគ្រោះតែប៉ុណ្ណឹងតែបើយកចម្លើយថាអូខ្ញុំជាខ្មាំងស៊ីរូងផ្ទៃក្នុងខ្ញុំធ្វើនេះគឺដើម្បីបំរើមហិច្ឆតាយួនឬក៏ខ្ញុំធ្វើនេះដើម្បីបំរើមហិច្ឆតាក្រុមពួកនេះពួកប្រឆាំងនឹងពួកក្បត់ជាតិអីចឹងគឺគេអត់យកជាការបានទាំងអស់ព្រោះដោយសារថានេះគឺជាការបង្ខំឲ្យគ្នាធ្វើអញ្ចឹងតែបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណឹងបងប្អូនតកតងនឹងការធ្វើបាបសម្លេងប្រឆាំងឲ្យលឺខ្លាំងដល់អង្គការសិទ្ធិមនុស្សនេះគឺមុខមាត់របស់ជាតិសាសន៍យើងគឺបានតែប៉ុណ្ណឹងបងប្អូនយើងអត់ស្ដារយើងអត់កែហើយយើងគិតថាធ្វើទៅស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកប្រជាពលរដ្ឋគ្នាបាក់ស្បាតចេះតែជឿចេះតែលឺទៅប៉ុន្តែនៅខាងក្រៅគឺគេថាយើងនឹងបំផ្លាញយើងកំទេចយើងចឹងអាមុខមាត់កិត្តិយសគេឈ្មោះជាតិយើងនឹងវាត្រិចរិលបន្តិចម្ដងយើងអស់ញៀនអស់អីដល់ពេលមានការអីអត់អ្នកណាជួយយើងសោះជាពិសេសគឺរឿងឆ្លោះមួយថៃហ្នឹងអត់មានអន្តរជាតិណាមកនៅខាងខ្មែរសោះព្រោះគេគិតថាមេដឹកនាំរបស់យើងហ្នឹងប្រព្រឹត្តអំពើខុសច្រើនពេកអន្តរចឹងគេលែងទុកចិត្តយើងគេថាយើងប្រព្រឹត្តខុសជាមួយខ្មែរគ្នាឯងដល់អញ្ចឹងទៅវាយជាមួយថៃក៏គេអត់មានតែថ្កោលទោសថៃបានន័យថាគេគិតថាយើងស្មោកគ្រោកដូចគេដែរយើងជាជនរងគ្រោះសោះរឿងចំនួនជាមួយព្រំដែនថៃដែលគេទម្លាក់គ្រាប់ស្លាប់ទាហានយើងរាប់សប្នាក់ហ្នឹងគឺយើងរងគ្រោះដោយគ្រាប់បែកក្របប្លង់របស់ F16 ថៃតែយើងត្រូវខ្លាយទៅជាអ្នកគេហៅថាដៃគូប្រយុទ្ធដ៏ស្មោកគ្រោក Nasty Fighters ដូចតាត្រាំថាអញ្ចឹងវាអកុសលអញ្ចឹងបងប្អូនមកឥឡូវក្នុងពេលជាមួយគ្នាហ្នឹងដែលយើងលឺសូរទុកបុកម្នេញគណៈបកប្រឆាំងជាមួយសកម្មជនហ្នឹងរំលាយគណៈបកសង្គ្រោះជាតិយកតំណាងរាស្ត្រគេ55កៅអីនេះទៅចែកគ្នាដូចនំហើយបោះឆ្នោតមួយដែលគ្មានគណៈបកប្រឆាំងហើយគណៈបកភ្លើងទៀនមិនដឹងឯងមករៀងរើបមករំលាយគេឬក៏ថាមិនអោយគេចូលរួមបោះឆ្នោតដោយសារអស់ឯកសារបាត់ឯកសារអីលាក់នឹងលាក់អីចឹងទៅជុំតែគ្នាឯងតែឥឡូវបង្កើតគណៈបកទូចនឹងបានមានអីចិត្តប្រមូលគ្នាទៅដើម្បីនឹងយកទៅតតាំងវិញឥឡូវចាប់ផ្ដើមមានរឿងទៀតទៅចាប់មេគេដាក់គុកដកសិទ្ធិនយោបាយឥឡូវទីប្រឹក្សាមេគេនឹងក៏ដាក់ជាប់ទោសជាប់តន់ឥឡូវដកសិទ្ធិនយោបាយដូចជាលោករងឈុនលោកសុនចន្ទធីអីនឹងលោកកឹមសុខាគណៈបកសង្គ្រោះជាតិនឹងក៏គ្មានសិទ្ធិនយោបាយអីសពបែបយ៉ាងហើយឥឡូវអស់ប៉ុណ្ណឹងមិនទាន់អស់ចិត្តទៀតដោយឃើញគណៈបកនយោបាយផ្សេងនឹងចាប់ផ្ដើមរើបមកខ្លាចបាត់ប្រជាប្រិយរបស់ខ្លួនមិនអាចប្រកួតប្រជែងបានឈ្នះគេចាប់ផ្ដើមបំផ្លាញទៅបង្កើតក្រុមចលនា100រាត្រីអីណាហ្នឹងទៅចេញសារដើម្បីឲ្យគណៈបកណាមួយនោះគឺកម្លាំងជាតិអីមិនដឹងទេទៅផ្ដាច់ខ្លួនចេញពីសពលោកសំរាំងស៊ីឯណានៅបារាំងឯណានោះដែលគ្នាគ្មានរចនាសម្ព័ន្ធចេះតែប្រហើអញ្ចឹងទៅដើម្បីធ្វើយ៉ាងម៉េចឲ្យធ្វើទុកបុកម្នេញឲ្យប្រជាពលរដ្ឋស្អប់លោកសំរាំងស៊ីថាអ្នកណាក៏ដោយឲ្យតែអនុវត្តគោលនយោបាយស្តៀងនឹងគំនិតរបស់លោកសំរាំងស៊ីគឺជាជនក្បត់ជាតិជាអ្នកដែលនិយាយទៅគឺធ្វើឲ្យអ្នកណាក៏ដោយពាក់ព័ន្ធលោកសំរាំងស៊ីគឺជាមនុស្សចង្រៃអញ្ចឹងណាឲ្យបំបាក់លោកសំរាំងស៊ីឲ្យគិតថាគាត់ជាមនុស្សចង្រៃតាមពិតយើងចង្រៃតាយើងទៅតាមបំផ្លាញចាប់លំលោភធ្វើបាបគេយកប្រព័ន្ធតឡាការប្រព័ន្ធព័ត៌មានប្រព័ន្ធឃោសនាឃោសនិកធ្វើបាបយាយីគ្នាហើយទៅធ្វើបាបគេនៅស្រុកក្រៅចោតគ្នាជនរងគ្រោះអ្នករំលោភគេសោះយើងទៅចោតជនរងគ្រោះថាជាអ្នករំលោភយើងវិញអានេះគឺជាអំពើបាបប្រកម្មធំណាស់បងប្អូនឥឡូវនេះអស់ពីគណៈបករើបមកចង់រំលាយគេទៀតអារឿងគណៈបកសង្គ្រោះជាតិអត់ព្រមស្ដារឲ្យគេវិញទេសហគមន៍អន្តរជាតិគេដក EBA 20% ដាក់ទណ្ឌកម្មអាមេរិកដាក់ទណ្ឌកម្ម GSP អត់ទាន់ឲ្យវិញហ្នឹងដោយសាររឿងរំលាយគណៈបកសង្គ្រោះជាតិនឹងធ្វើទុកបុកម្នេញសកម្មជនប្រឆាំងអត់កែអត់អីឥឡូវមករំលាយគណៈបកផ្សេងទៀតឥឡូវនេះក្រសួងមហាផ្ទៃថ្ងៃនេះចេញជាសេចក្តីប្រកាសព័ត៌មានដែលប្រកាសព័ត៌មាននេះសេចក្តីជូនដំណឹងនេះគឺជាសារគម្រាមកំហែងមួយទៀតអាចថាជាការព្រមានដាស់តឿនគណៈបកនយោបាយតែក៏ជាការប្រាប់ថាបន្តិចទៀតគេនឹងរំលាយអ្នកទៀតហើយសេចក្តីប្រកាសព័ត៌មានស្តីពីហិរញ្ញវត្ថុរបស់គណៈបកនយោបាយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី23ខែមិថុនាហ្នឹងគាត់និយាយថាក្រសួងមហាផ្ទៃសូមជម្រាបថាកាលពីថ្ងៃទី21ខែមិថុនា2026សារព័ត៌មានSunday Guardian បានចុះផ្សាយអំពីការផ្ដល់វិភាគទានពីភាគីបរទេសឲ្យគណៈបកនយោបាយមួយចំនួននៅកម្ពុជា
រួមបញ្ចូលគ្នាជាបកតែមួយដើម្បីត្រៀមរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ2028ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិតក្រសួងមហាផ្ទៃសូមរំលឹកគណៈបកនយោបាយទាំងអស់ថាការទទួលវិភាគទានពីភាគីបរទេសនៅក្នុងរូបភាពណាក៏ដោយគឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញល្មើសច្បាប់ពីគណៈបកនយោបាយនិងច្បាប់នានាជាធរមានជាក់ស្ដែងច្បាប់ស្ដីពីគណៈបកនយោបាយបានចែងថាគណៈបកនយោបាយត្រូវហាមឃាត់មិនឲ្យទទួលវិភាគទានទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេសក្រុមហ៊ុនបរទេសជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេសក្នុងករណីល្មើសច្បាប់ដែលបានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃផាកពិន័យជាប្រាក់និងអាចប្តឹងរំលាយគណៈបកនយោបាយនោះទៅតុលាការកំពូលបាទច្បាប់ក៏មានចែងទៀតថាមិនឲ្យគណៈបកនយោបាយស្ថិតក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណៈបកនយោបាយបរទេសឬរដ្ឋាភិបាលបរទេសនោះទេក្នុងករណីល្មើសតុលាការអាចសម្រេចផ្អាកសកម្មភាពគណៈបកនយោបាយឬក៏អាចរំលាយគណៈបកនយោបាយនោះតែម្ដងក្នុងករណីល្មើសធ្ងន់ធ្ងរតែប៉ុណ្្នឹងឯងដូច្នេះសារនេះគឺជាការដាស់តឿនដល់គណៈបកនយោបាយតូចៗឬក៏ធំឬក៏គណៈបកប្រឆាំងដែលកំពុងកវែកកឆ្នាំងហ្នឹងប្រុងខ្លួនទៅហេរញ្ញប្បទានពីបរទេសនេះគេអាចនឹងរំលាយគណៈបកនេះបានគ្រប់រូបភាពឧទាហរណ៍យកលុយពីបរទេសពីជំនួយបងប្អូនយើងពីបរទេសទៅថាយកទៅជួយនេះលើកស្លាកនេះលើកស្លាកនោះតិចគេយល់ដែរវាជាសមានចិត្តខ្មែរយើងនៅក្រៅប្រទេសទេប៉ុន្តែក្រសួងមហាផ្ទៃចង់សម្ដៅទៅលើអង្គការឬក៏រដ្ឋាភិបាលបរទេសដែលជួយលុយដូចជាអង្គការអាមេរិកអង្គការ NDI អីកាលមុនជួយលុយគណៈបកនយោបាយច្រើននៅក្នុងការដើម្បីដំណើរប្រជាធិបតេយ្យបងប្អូនបើយើងស្ដាប់ទៅវាដូចជាអំពើក្បត់ជាតិអីហ្នឹងគឺថាវាជូរចត់ហ្នឹងមិនអញ្ចឹងទេរដ្ឋបរទេសឲ្យលុយដើម្បីឲ្យគណៈបកនយោបាយប្រកួតប្រជែងគ្នាក៏ប៉ុន្តែយើងសាកគិតឲ្យងាយយល់ណាគូប្រកួតណាកីឡាករមួយដែលមានក្រុមម្ខាងជួយចេញថ្លៃអាហារឧទាហរណ៍យើងនេះមានហ្វីឡុងហ្វីលេលុកលាក់ផងស្អីផងការីសារ៉ាម៉ាន់ផឹកសតហិនស៊ីបដោះបដាលរៀនហាត់រត់ទៅភ្នំហែមពៀនឯណានោះយើងគឺថាមានគ្រប់បំពកនឹងគណៈបកប្រជាជនកម្ពុជាយកលុយរត់លុយស្អីក៏ដោយឯកជនលុយស្អីដុល្លារការទាហានប៉ូលីសប្រព័ន្ធជាតិប្រព័ន្ធអីហ្នឹងយកមកឃោសនាឲ្យបាក់ឲ្យអីហ្នឹងដែលខុសគោលការណ៍បាក់គ្រប់រឿងយើងអត់ខុសអីទាំងអស់គឺយើងត្រូវទាំងអស់អត់មានរឿងតាក់ទងនឹងរំលាយគណៈបកប្រជាជនកម្ពុជាបានទេដោយសារតែយើងធ្វើអីក៏បានក៏ប៉ុន្តែគណៈបកគេហ្នឹងគឺតាមរករឿងគេអញ្ចឹងទៅបើថាអ្នកណាជួយលុយអីគ្រាន់តែមានតាក់ទងអីបើលឺសូសាលោកសំរងស៊ីគាំទ្រអ្នកណាមួយអីទៅឲ្យគេផ្ដាច់ខ្លួនពីលោកសំរងស៊ីអីចឹងទៅខ្លាចហើយអាហ្នឹងយើងដូចថាកីឡាករប្រកួតប្រជែងយើងហាត់សមហើយយើងហាត់រាល់ថ្ងៃយើងមានហ្វីឡុងហ្វីលេយើងមានអាហារបំពន់យើងមានអីហូបគ្រប់គ្រាន់កីឡាករគេហ្នឹងគេហាត់ក្បួនដូចគ្នាគេឡើងមកប្រយុទ្ធគឺក្បួនដូចគ្នាគ្រាន់តែថាមានអ្នកខ្លះគេឲ្យទឹកគេឲ្យបាយគេឲ្យជាចំណុកចំណីនំអីចឹងដើម្បីជួយឲ្យគីឡូហ្នឹងវាស្មើនឹងគីឡូគណៈបកប្រជាជនកម្ពុជាហ្នឹងដើម្បីឡើងវាយលើរិញល្បិចស្នៀតអីណែឯងមានអីមានណាឲ្យតែវាយតាមបច្ចេកទេសគឺគ្រូខុសគ្នាគ្រូណែឯងគឺគ្រូវៀតណាមគ្រូយួនគ្រូចិនអីគេអត់ខ្វល់ទេគ្រូគេនេះគេមានគ្រូអាមេរិកគ្រូអង់គ្លេសគ្រូអឺរ៉ុបអីហ្នឹងគេចេះឲ្យបាយមានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះឲ្យបាយឲ្យទឹកឲ្យអីដើម្បីឲ្យគាត់នឹងមានសាច់ដុំមានអីឡើងវាយព្រោះមើលទៅស្គមស្វិតតែខាងនោះបង្អត់អាហារឥឡូវមករករឿងអានេះឲ្យបាយទឹកហ្នឹងចឹងមិនមែនតាក់តងនឹងរឿងប្រកួតទេបងប្អូនគឺតាក់តងនឹងរឿងអត់ចង់ប្រកួតហ្មងបើចង់ប្រកួតខ្លាចអីបើខ្ញុំជាកីឡាករខ្ញុំចាត់ជាកីឡាករហូបសលុកលាក់ផឹកសស្រាហានស៊ីការ៉ាអូខេស្រីញីអូនបងអីសបាយក្អាយចាយលុយជាតិលុយរត់អីយ៉ាងនេះធ្វើទៅវាអយុត្តិធម៌ហួសនិស័យបាត់ហើយយើងធ្វើបែបនេះហើយគ្នាណោះគ្នាគ្មានស្អីទេជួនកាលទៅផ្សាយរលុយហ្នឹងមានមីក្រូមួយអាគុយហ្នឹងអាលុតផងភ្លឺផងលឺផងឃ្លោកកាត់ភ្លៀងហ្នឹងទៅគ្នាខំប្រឹងអំពាវនាវហ្នឹងទៅរករឿងគ្នាអញ្ចឹងទៀតហើយដល់ពេលយើងឡើងមកលើរិញបើយើងចង់និយាយថាគ្នាហូបតាក្ដួចហូបតាឆៃពៅប្រៃហូបតាប្រហុកអីហ្នឹងមកវាយជាមួយអ្នកហូបហ្វីឡុងហ្វីលេនិងហាន់ណាស៊ីនិងស្អីហ្នឹងគឺថាវាខុសគ្នាគីឡូវាខុសគ្នាដាច់បាត់ហើយប៉ុន្តែប៉ុណ្ណឹងហើយហ្នឹងអាអ្នកដែលបានហូបពេញកម្លាំងនេះហ្នឹងអត់ចង់ចឹងចង់
ចង់វាយរំលាយណៃអត់ឲ្យឡើងរិញហ្មងគឺអ្នកណាក៏ដោយមកជួយឧបត្ថម្ភអីឲ្យឡើងគីឡូឡើងអីមកវាយគ្នាគឺអត់ព្រោះដឹងតែមកគេវាយងាប់គឺចាញ់គេដល់អញ្ចឹងទៅជាភាពកំសាកញីហ៎បងប្អូនវិធីរបស់ក្រសួងមហាផ្ទៃដែលលើកពីច្បាប់នេះអត់មានខុសទេព្រោះច្បាប់កម្ពុជាចែងមកដូចតែគ្នានឹងរដ្ឋាភិបាលនៅស្រុកអាមេរិកនេះក៏អញ្ចឹងដែរគណៈបកនយោបាយណាដែលមានដូចជាតំណាក់តំណងឲ្យជាមួយរុស្ស៊ីអីមកតាក់ទងនឹងការបោះឆ្នោតនៅអាមេរិកអីគេររឿងដូចនេះតែប៉ុន្តែអត់ររឿងរំលាយគណៈបកទេគេររឿងមេដឹកនាំដែលជាតំណែងបេក្ខជននាយករដ្ឋមន្ត្រីប្រធានាធិបតីហ្នឹងគឺបំសំអុយគេឈ្មោះចឹងទៅធ្វើឲ្យប្រជាពលរដ្ឋថាអូគណៈបកនេះគឺជាគណៈបកគ្រប់គ្រងឬក៏បានបរទេសជួយអីចឹងដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ប៉ុន្តែលោកត្រាំនេះទៅត្រូវជាមួយពូទីនថាជួយដោះបោះឆ្នោតអីក៏អត់មាននរណាររឿងអីគាត់ឃើញជាប់ឆ្នោតជាប់អីតែគេអត់ដែលទៅរំលាយគណៈបកនយោបាយអញ្ចឹងទេព្រោះអីការចូលរួមបោះឆ្នោតជួយលុយជួយកាក់ពីប្រជាពលរដ្ឋនៅក្រៅប្រទេសបើនិយាយពីគណៈបកប្រឆាំងនេះបើអត់អ្នកនៅក្រៅប្រទេសជួយក៏អត់ដឹងទៅរធ្វើអីកើតទេព្រោះស្រុកខ្មែរទី1គេធ្វើទុកបុកម្នេញក្រមប្រឆាំងរស៊ីអីក៏អត់បានដែរគេធ្វើទុកបុកម្នេញគ្រូបង្រៀនកសិករអ្នករស៊ីលបអីក៏ដោយបើកហាងបើកអីហ្នឹងឲ្យតែលឺក្រមប្រឆាំងហ្នឹងគឺគេធ្វើទុកបុកម្នេញតារាសម្ដែងតារាអីដែលមកចង់ជួយផ្គត់ផ្គង់បកប្រឆាំងដែលនៅក្នុងស្រុកហ្នឹងដែលត្រូវច្បាប់ហ្នឹងគឺគេធ្វើបាបគ្រប់គ្នាយើងមើលទៅដឹងហើយតែបើសិនជាតារាសម្ដែងតារាអីដែលចូលលុយបាក់ជាគណៈបកកណ្ដាលអំណាចហ្នឹងគឺថាណែឯងផ្សាយអីណែឯងឲ្យលុយអីណែឯងជួយបាក់អីក៏បានដែរវាអយុត្តិធម៌ហួសហេតុពេកហើយប៉ុណ្ណឹងហេតុអីបានជាបន្តយកច្បាប់ហ្នឹងមកពង្រឹងអីក៏ខ្លាំងមកម្លេះព្រោះច្បាប់ហ្នឹងបើសិនជាក្រសួងមហាផ្ទៃចេះអនុវត្តគណៈបកប្រជាជនកម្ពុជាមិនដឹងជាប់គុកប្រមាណសារឬរំលាយប្រមាណដងទេព្រោះយកគ្រឿងរបស់រដ្ឋយកទៅប្រើលុយមិនដឹងចូលបាក់ហ្នឹងមិនដឹងជាលុយមកពីណាអ្នកណាទៅធ្វើសវនកម្មលុយជួយគណៈបកប្រជាជនប្រមាណចោះទៅភូមិចែកលុយចែកសរងចែកទឹកត្រីចែកអីទាំងអស់ហ្នឹងគឺជាការទិញស្លឹកឆ្នោតតាមច្បាប់បោះឆ្នោតគឺជាអំពើខុសច្បាប់គេមិនលាយបានទៀតប៉ុន្តែយើងអត់ដែលទេអ្នកណាធ្វើអីធ្វើទៅអ្នកនេះចូលបនសពអ្នកនេះគឺសកម្មជនចោះមូលដ្ឋានយកលុយលក់អាព្រៃឈើលក់អីហ្នឹងយកមកបំពងអីចឹងជាមួយបាក់ហ្នឹងដើម្បីទិញដើម្បីអីស្លឹកឆ្នោតអត់មានបានខុសអីតន្តិចដល់ពេលឲ្យមករករឿងគណៈបកប្រឆាំងការប្រកួតប្រជែងបែបនេះគឺយើងផ្ដល់ភាពឲ្យគ្នាលំប៉ាទៀតហើយដល់ពេលលទ្ធផលចេញមកគណៈបកប្រឆាំងបានសម្លេងតិចគ្នាលំប៉ាថាក្រុមនេះលំប៉ាមកយោតែខ្លួនឯងធ្វើឲ្យមានករណីលំប៉ាធ្វើឲ្យអាឈ្នះក៏ឈ្នះមិនអស់ចិត្តចាញ់ក៏ចាញ់អត់ស្រឡះក្នុងខ្លួនណាយើងអត់មានឲ្យប្រកួតឡាយគីឡូស្មើគ្នាទេគឺយើងចង់ឲ្យតែអ្នកឡើងរិញមកគឺយើងគីឡូមៀតកាអាញអីយ៉ាងណាក៏ដោយអ្នកនោះស្វិតកាជីវអីក៏ដោយគឺចងមុខហើយយើងបិទភ្លើយើងធាក់យកចឹងហ្មងចងដៃចងជើងគេគឺយើងចង់អញ្ចឹងតើយើងថ្លៃធ្នូប៉ុណ្ណាទៅខ្ញុំពងតែឆ្ងល់ហេតុអីក៏ខ្លាចយ៉ាងនេះកម្ពុជាអស់អីហើយកម្ពុជាសប្ងៃនៅតែមួយគត់គឺការបោះឆ្នោតនិងបើកសិទ្ធិនយោបាយឲ្យប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានតែវិធីនេះគត់ដែលអាចផ្សះផ្សាជាតិដែលអាចកសាងទំនុកចិត្តរបស់ខ្មែរលើឆាកអន្តរជាតិនឹងដែលអាចឲ្យខ្មែរយើងអាចនឹងមានមុខមានមាត់ឡើងវិញហើយបើយើងនៅបន្តធ្វើបែបនេះទៀតកម្ពុជាគឺចោះទៅនរកជាងឡើងឋានសួគ៌ហើយខ្ញុំសោកស្ដាយមែនតើដែលមួយថ្ងៃគឺមានតែប៉ុណ្្នឹងឯងក្រសួងមហាផ្ទៃនឹងភ័យពមមានខ្មែរគ្នាឯងគណៈបកនយោបាយហ្នឹងមិនមែននិយាយហ្នឹងដើម្បីប្រាប់គេថាណាខ្ញុំប្រាប់ហើយប្រយ័ត្នលលាយមិនមែនអញ្ចឹងទេមិនមែននិយាយយកប៉ុនទេគឺនិយាយគម្រាមកំហែងឲ្យហើយដើម្បីអីផ្ដាច់ដង្ហើមគណៈបកប្រឆាំងកុំឲ្យទទួលលុយជំនួយអីដើម្បីលើកស្លាកដើម្បីជួយសកម្មជនដើម្បីជួយអីឃោសនាអីហ្នឹងឲ្យតែលឺលុយពីក្រៅប្រទេសគឺយកលេសហ្នឹងរំលាយគ្នាទៅចឹងគ្នាបាក់ស្បាតឲ្យបានលុយមកពីណាមេក្រូមួយលឺមេក្រូលឺអត់ហ្នឹងឲ្យខ្លួនឯងប្រើវិទ្យុជាតិប្រើទូរទស្សន៍ប្រើប្រព័ន្ធផ្សព្វផ្សាយខុសសនិកបាតផ្សារប៉ោឡាយស្អីប្រើគម្រាមកំហែងប្រព័ន្ធតុលាការយោធាប្រព័ន្ធមន្ត្រីរាជការអីនោះវល់ដូចបាយបិណ្ឌដូចជាបាយបាតយើងអត់ខុសអីទាំងអស់យើងមកខុសគេគ្នាអញ្ចឹងអំពើអយុត្តិធម៌នេះបង្កើតឲ្យមានការឈឺចាប់ទេបងប្អូនដល់ពេលបងប្អូនឈឺចាប់បងប្អូនយកអាការឈឺចាប់ហ្នឹងដើម្បីជាការតស៊ូ
ផ្លាស់ប្ដូរឲ្យមានភាពវិជ្ជមានមួយដើម្បីឲ្យគណៈបកប្រជាជនកម្ពុជារៀងចាលអីចឹងណាអញ្ចឹងបាទខ្ញុំថាយកអាការឈឺចាប់ហ្នឹងទៅបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាទៅបើទោះពិបាកយ៉ាងណាក៏ដោយគណៈបកប្រឆាំងណាដែលមានដង្ហើមចង្រិតអីក៏ដោយហ្នឹងចេះតែជួយផ្តក់នឹងគ្នាទៅព្រោះអីបើយើងមិនធ្វើដូច្នេះអាអំពើផ្ដាច់ការនិងការធ្វើទុកបុកម្នេញនេះគឺវាមានគ្មានទីបញ្ចប់ហ៎បងប្អូនបាទឥឡូវខ្ញុំអានសារនេះចប់ប៉ុន្តែបងប្អូនគណៈបកប្រឆាំងកុំបាក់ស្បាតនឹងអាសារគម្រាមរបស់ក្រសួងមហាផ្ទៃនេះពេកគឺយើងធ្វើអីតាមតែត្រូវច្បាប់ទៅបើគ្រាន់តែបានលុយកាក់ឧបត្ថម្ភពីខ្មែរយើងនៅក្រៅប្រទេសនេះវាអត់មានខុសច្បាប់អីទេនៅក្នុងការជួយគណៈបកជួយលើកស្លាកជួយទិញមួកជួយជាឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រតាមភូមិតាមអីខ្វះខាតខ្វះអង្គខ្វះអីជាជំនួយមនុស្សធម៌ទេតែអ្នកណាគេទាញយកទៅចូលរឿងនយោបាយព្រោះឥឡូវគេភ័យណាស់គណៈបកប្រជាជនកម្ពុជាភ័យមែនតើគឺភ័យខ្លាចគណៈបកទាំងអស់នេះរួបរวมគ្នាខ្លាចតែគេរួបរวมគ្នាជាធ្លុងមួយគឺគាត់ខ្លាចមែនតើព្រោះឥឡូវយុទ្ធសាស្ត្ររបស់គណៈបកកាន់អំណាចគឺបំបែកដើម្បីគ្រប់គ្រងនេះគឺជាយុទ្ធសាស្ត្រកុម្មុយនីសទេបងប្អូនគឺឲ្យណែឯងដាច់ជាក្រុមតូចជាកង់ជាអីចឹងទៅកុំឲ្យមូលគ្នាបើឈ្នះយ៉ាងច្រើនគណៈបកនេះបាន2កៅអីគណៈបកនោះ5កៅអីគណៈបកនេះ6កៅអីបូកចូលគ្នាវាជាកម្លាំងនៅតែឲ្យឆ្លោះគ្នាអញ្ចឹងឲ្យបង្កប់មនុស្សរបស់ខ្លួននៅក្នុងគណៈបកតូចទាំងអស់ហ្នឹងដើម្បីខំគ្នាដើម្បីឆ្លោះគ្នាឲ្យគណៈបកកាន់អំណាចហ្នឹងគឺនៅតែអាចគ្រប់គ្រងបានឲ្យអ្នកទាំងអស់នោះលែងទុកចិត្តគ្នាអញ្ចឹងហើយបានជាខ្ញុំផ្ដាំបងប្អូនខ្មែរទាំងអស់គ្នាខ្ញុំផ្ដាំឲ្យផ្ដាំទៀតបើគណៈបកប្រឆាំងដែលអះអាងថាខ្លួនឯងជាគណៈបកប្រឆាំងណាហើយចង់ដណ្ដើមអំណាចពីគណៈបកប្រជាជនកម្ពុជាដើម្បីផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះឲ្យមានភាពវិជ្ជមានដើម្បីបានផលទៅប្រជាពលរដ្ឋ18លាននាក់ហើយស្រាប់តែឆ្លោះគ្នាឯងណាបងប្អូនបោះទម្លាក់ចោលគាត់ឲ្យអស់ខ្ញុំសូមអង្វរបោះឲ្យទម្លាក់គាត់ចោលអស់ហើយបោះឲ្យគណៈបកប្រជាជនជាប់ឆ្នោតជាតិទៀតចាស់ព្រោះការដែលគាត់ធ្វើដូច្នេះគឺគាត់ធ្វើដើម្បីផ្គប់ចិត្តគណៈបកប្រជាជនទេមិនមែនធ្វើដើម្បីប្រជាពលរដ្ឋគ្នាជនរងគ្រោះទាំងអស់ដែលចង់ឲ្យមានការផ្លាស់ប្ដូរទេព្រោះការផ្លាស់ប្ដូរគឺអាស្រ័យទៅលើក្តីសង្ឃឹមលើគណៈបកប្រឆាំងរួមគ្នាសាមគ្គីគ្នាផ្សះផ្សាគ្នាបើយើងបំបែកគ្នាបានន័យថាយើងត្រូវនឹងគោលនយោបាយរបស់គណៈបកការអំណាចដែលចង់រំលាយគណៈបកប្រឆាំងហើយធ្វើឲ្យគណៈបកប្រឆាំងឆ្លោះគ្នាដែលមិនអាចនឹងមូលមាត់គ្នាដូចយើងឆ្លោះគ្នាក្នុងសង្គមជាតិយើងដែលធ្វើឲ្យថៃវាយយើងយកអស់67កន្លែងអញ្ចឹងនេះរឿងហ្នឹងគឺវាអញ្ចឹងតែយើងអត់មូលមាត់គ្នាថៃវាយយើងខ្ទេចដូចគ្នាបើគណៈបកប្រឆាំងហ្នឹងអត់មូលមាត់គ្នាគឺគណៈបកការអំណាចវាយខ្ទេចប្រទេសហ្នឹងគឺនៅតែលលាយអញ្ចឹងទៀតអត់មាននីតិរដ្ឋអត់មានតលយៈភាពអំណាចទេអញ្ចឹងខ្ញុំជាសារពមៀនដល់ក្រមមន្ត្រីគណៈបកប្រឆាំងទាំងអស់បើអ្នកស្រឡាញ់ជាតិមែនតើណាសូមកុំលក់ឧត្តមគតិឲ្យគណៈបកកាន់អំណាចហើយបើលក់ឧត្តមគតិឲ្យគណៈបកកាន់អំណាចហើយបែរជានាំគ្នាឆ្លោះគ្នាផ្ទៃក្នុងគណៈបកប្រឆាំងដែលទៅបង្កើតថ្មីទូចហ្នឹងអ្នកណាក៏ដោយឲ្យតែឆ្លោះគ្នាគឺខ្ញុំនឹងអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតរំលាយគាត់ឬមិនរំលាយទម្លាក់គាត់ចោលទៅព្រោះគាត់ចាប់ផ្ដើមបំផ្លាញយើងធ្វើជាឆ្លើងកបីបងប្អូនអត់ធ្វើជាអ្នកជួយដោះឆ្លើងដែលកំពុងទៀមទេយើងធ្វើជាឆ្លើងកបីមកជញ្ជក់ឈាមគ្នាទៀតដែលកំពុងអបបាក់ហើយហ្នឹងអត់ព្រមជួយជាកម្លាំងសាមគ្គីឆ្លោះគ្នាអញ្ចឹងអ្នកដែលនៅក្រមប្រឆាំងមិនចំពោះថាគណៈបកកម្លាំងជាតិគណៈបកកែតម្រង់គណៈបកចំនួនថ្មីគណៈបកឆន្ទៈខ្មែរគណៈបកភ្លើងទៀនគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកស្អីទាំងអស់ហ្នឹងដែលអះអាងថាខ្លួនជាសម្លេងប្រឆាំងបើគណៈបកទាំងអស់នេះនាំគ្នាឆ្លោះគ្នាបើគណៈបក29ទៀតក្នុងជួរគណៈបកប្រជាជនកម្ពុជាស្រាប់ហើយដែលជាសម្ព័ន្ធរបស់គេមកឆ្លោះគ្នាជាមួយគណៈបកប្រឆាំងខ្ញុំអត់ឆ្ងល់ទេព្រោះគេជួយគណៈបកប្រជាជនកម្ពុជាដើម្បីបង្ក្រាបសម្លេងប្រឆាំងនេះអញ្ចឹងបងប្អូនដឹងហើយគណៈបក29គឺជាសម្ព័ន្ធរបស់គណៈបកកាន់អំណាចដែលគេចូលគ្នាសប្ងៃមានងារជាឧត្តមក្រុមប្រឹក្សាពីគ្រោះយោបល់អីហ្នឹងដែលគេចូលគ្នាយកតែលុយប្រាក់ខែរាជជញ្ជក់ឈាមរាជអត់ប្រយោជន៍យកទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនកម្ពុជាហ្នឹងបងប្អូនចាំមុខពួកគាត់ទៅតែនៅសល់គណៈបកដែលរាយរងប្រមាណដែលអាចថាប្រឆាំងខ្លះអីខ្លះមានគេប្រកបខ្លះហ្នឹងគឺនៅក្នុងកំពង់អវលវល់សប្ងៃនេះដែលបងប្អូនកំពុងតែជ្រើសរើសគឺដូចខ្ញុំប្រាប់ម្ដងទៀតគឺមានចំនួនថ្មីមានភ្លើងទៀនឆន្ទៈខ្មែរកម្លាំងជាតិកែកំណាកែគណៈកែតម្រង់គណៈបកមាន7 6 7ខ្ញុំរាប់មិនអស់ហើយប៉ុន្តែគណៈបកទាំងអស់នេះដែលកំពុងតែជាក្តីសង្ឃឹមដែរសម្រាប់ប្រជាពលរដ្ឋដែលគិតថាជាគណៈបកប្រឆាំងហើយគណៈបកកាន់អំណាចកំពុងអាខ្លាចប្រមាណអ្នកនេះ7អ្នកនេះ
ខ្លាចគាត់មូលមាត់គ្នាជាធ្លុងមួយគាត់ខ្លាចមែនតើហើយដល់អញ្ចឹងទៅបានលឺព័ត៌មានហ្នឹងបានក្រសួងមហាផ្ទៃចាប់ផ្ដើមពមៀនថាបើរួមគ្នាមានបរទេសមានអីជួយគឺដឹងតែរំលាយចោលអាចរំលាយជាសម្ព័ន្ធនឹងតែម្ដងអាចរំលាយគណៈបកមួយទៀតដូច្នេះរឿងរំលាយគឺគេអត់មានប្របាក់រំលាយទេគណៈបកទាំងអស់នេះនោះពួកអីគេរលលេះអីក៏បានដែរតែសំខាន់បើគេរំលាយគេធ្វើអីក៏គណៈបកទាំងអស់នេះកុំជេរគ្នាកុំឆ្លោះគ្នាកុំដណ្ដើមគ្នាគឺត្រូវតែមូលកម្លាំងគ្នាទោះក្នុងតម្លៃណាក៏ដោយបើថាមិនអាចគេហៅថាបើមិនអាចចូលរួមបានឬក៏បង្រួមបានដោយកម្លាំងណាគឺយើងត្រូវធ្វើទៅតាមគោលនយោបាយនៃបករៀងខ្លួនសំដៅទៅលើគណៈបកកណ្ដាលអំណាចកុំមកឆ្លោះគ្នាឯងដណ្ដើមគ្នាឯងព្រោះអីហេតុអីបានមកដណ្ដើមគ្នាឯងបើកៅអីនៅក្នុងគណៈបកកណ្ដាលអំណាចកាន់120កៅអីជាងហ្នឹងហើយមកឆ្លោះគ្នាឯងហ្នឹងដណ្ដើមស្អីគេដណ្ដើមផេះអីដណ្ដើមខ្យល់អីព្រោះគ្នាអត់មានតន់មានមកកៅអីផងហេតុអីបានមកដណ្ដើមគ្នាឯងនោះទៅដណ្ដើមពីគណៈបកកណ្ដាលអំណាចដែលមាន120កៅអី25ទៀតទៅគណៈបកផ្សេងដែលជាគណៈបកក្រៅរដ្ឋាភិបាលមួយទៀតតែដូចតែគ្នាទេអញ្ចឹងត្រូវដណ្ដើមអា125កៅអីហ្នឹងមកចែកគណៈបកទាំងអស់នេះមិនទៅដណ្ដើមគ្នាខ្យល់គ្នាឯងអត់ទាន់មានមកកៅអីឲ្យឆ្លោះគ្នាដណ្ដើមគ្នាទេឲ្យយល់អំពីរឿងដែលប្រជាពលរដ្ឋផ្ដាល់ក្តីសង្ឃឹមហើយកុំឲ្យប្រជាពលរដ្ឋអស់ក្តីសង្ឃឹមអស់លោកណាក៏ដោយនៅក្នុងគណៈបកប្រឆាំងទាំងអស់នេះដែលខ្ញុំរៀបរាប់នេះដែលឆ្លោះគ្នាគឺអស់លោកបំរើនយោបាយគណៈបកកណ្ដាលអំណាចអត់ខុសអីពីគណៈបក29ទៀតនៅក្នុងជួររដ្ឋាភិបាលហើយបោះទម្លាក់ឲ្យអស់ទៅបងប្អូនហើយបើសិនជាពួកគាត់បង្រួមហើយនៅតែបើកទ្រូងបើកចិត្តសម្រាប់បង្រួមគ្រប់ត្រគាត់ទៅបោះឆ្នោតឲ្យគាត់ទៅជួយគាត់តែប៉ុណ្្នឹងទេមានតែវិធីនេះទេដែលបងប្អូនអាចផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋសពថ្ងៃមិនមែនផ្លាស់ប្ដូរការដឹកនាំរដ្ឋបាន180ដឺក្រេដូរកើតទេគណៈបកប្រជាជនកម្ពុជាគេមិនអោយគណៈបកប្រឆាំងឯណាទៅឈ្នះភ្លុកទឹកភ្លុកដីបានទេគេរកវិធីទុច្ចរិតសពបែបយ៉ាងដើម្បីទប់កុំអោយឈ្នះឆ្នោតប៉ុន្តែអាការទប់ហ្នឹងបើបងប្អូនធ្វើតាមផ្លូវច្បាប់កុំហិង្សាអំពើហិង្សានេះត្រូវជៀសវាងដាច់ខាតទី1ទី2ត្រូវប្រើសិទ្ធិស្របច្បាប់ដោយធម្មនុញ្ញហើយត្រូវហ៊ានតតាំងដោយប្រើសិទ្ធិរបស់យើងស្របច្បាប់ទៅស្ថានីយ៍បោះឆ្នោតកុំដេកផ្ទះគឺទៅគូសស្លឹកឆ្នោតឲ្យគណៈបកប្រឆាំងណាក៏បានកុំគូសចោលគឺគូសចោលទៀតគឺបងប្អូននឹងបាត់បង់សិទ្ធិសេរីភាពចោលស្លឹកឆ្នោតដែរព្រោះកោចបយើងចាត់ទុកថាអត់បានការក៏ពិតមែនក៏ប៉ុន្តែដោយសារប្រជាពលរដ្ឋបោះឆ្នោតភ្លុកទឹកភ្លុកដីគាត់លួចអត់អស់អ្នកណាលួចក៏លួចមកអស់ដែរឥឡូវបន្តទៀតចូលដល់រឿងតាក់ទងនឹងអូយពេលវេលាកាន់តែខើចណាស់ហើយថៃសំទោសតំណាងពាណិជ្ជកម្មតំណាងសភាពាណិជ្ជកម្មអាមេរិកសុំមតិយោបល់សហគមន៍ខ្មែររឿងចាត់ការរដ្ឋាភិបាលកម្ពុជាដែលបរាជ័យក្នុងកិច្ចការពារសិទ្ធិការងារនេះគឺជារឿងសំខាន់ហើយជាអាយុជីវិតរបស់កម្ពុជាហើយជាគ្រោះថ្នាក់របស់កម្ពុជាដែរមិនលេងសើចទេណាបងប្អូនកុំលេងសើចឲ្យសោះម៉ោងណាគឺតំណាងពាណិជ្ជកម្មរបស់អាមេរិកបានតាក់ទងក្រុមអង្គការ Save Cambodia បាទជាអង្គការតែមួយគត់នៅស្រុកក្រៅនេះដែលទទួលបានឋានៈដែលជាអ្នកពិគ្រោះយោបល់ផ្នែកអង្គការសហប្រជាជាតិហើយមានទឹកមាត់ប្រៃដែលអាចនឹងពំនាំសម្លេងប្រជាពលរដ្ឋខ្មែរទៅក្រសួងការបរទេសអាមេរិកទៅក្រសួងពាណិជ្ជកម្មអាមេរិកពិធីតុកមូលរបស់អង្គការ Save Cambodia នេះបានធ្វើច្រើនសារហើយអាមេរិកយកមតិរបស់ Save Cambodia នេះមិនមែនយកមតិអង្គការនេះទេដោយសារអង្គការនេះគឺតំណាងឲ្យសម្លេងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសយកទៅប្រាប់គេឥឡូវឃើញទឹកមាត់គាត់ប្រៃហ៎ឥឡូវសហគមន៍អន្តរជាតិជាពិសេសគឺពាណិជ្ជកម្មតំណាងពាណិជ្ជកម្មអាមេរិកនេះគឺពឹងពាក់ឲ្យខាងអង្គការ Save Cambodia នេះប្រមូលមតិរបស់សហគមន៍ខ្មែរនៅទូទាំងប្រទេសដើម្បីឲ្យទៅខាងពាណិជ្ជកម្មអាមេរិកចាត់ការរដ្ឋាភិបាលកម្ពុជាបែបណាដែលមកដល់ម៉ោងហ្នឹងនៅតែបរាជ័យមិនស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញជាពិសេសគឺសិទ្ធិការងារសិទ្ធិកម្មករនឹងតែម្ដងដែលយើងឃើញហើយបាតកម្មនៅ Naga World ហ្នឹង4ឆ្នាំក៏អត់រកយុត្តិធម៌ឲ្យគ្នាឥឡូវមកដល់រឿង scam ទៀត scam ហ្នឹងគឺអ្នកដែលធ្វើការនៅតំបន់ scam ហ្នឹងវាជាអ្នកដែលឆោបបោកគេមិនប៉ុន្តែជាជនរងគ្រោះនៃការដែលជួញដូរមនុស្សឥឡូវទៅចាប់គេដាក់ពន្ធនាគារហើយប្រព្រឹត្តមិនត្រឹមត្រូវអង្គការលើកលែងទោសអន្តរជាតិរកឃើញការប្រព្រឹត្តនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិការងារកម្មករប្រាក់ខែក៏នៅទាបសិទ្ធិកម្មករសិទ្ធិសហជីពក៏នៅតែរឹតបន្តឹងកម្មករលក្ខខណ្ឌការងារជិះឡានដូច
ជីណែគោកបីបុកគ្នាម្ដងស្លាប់10 20នាក់លាក់ទាំងអស់នេះគឺយើងអត់ទាន់ដូរទេហើយអាមេរិកគេចាប់ផ្ដើមដាក់ទណ្ឌកម្មយើង 10% ទៀតនៃការយកពន្ធថែម 19% ឥឡូវថែម 10% ទៀតបើយើងអត់ដូរអាហ្នឹងឥឡូវសហគមន៍ណែអាមេរិកគេចង់សុំឲ្យប្រជាពលរដ្ឋខ្មែរនឹងជួយឲ្យជាយោបល់ថាគួរធ្វើយ៉ាងម៉េចដើម្បីចាត់ការរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទ្ធិមនុស្សនិងរំលោភសិទ្ធិការងារនេះអញ្ចឹងសម្លេងរបស់បងប្អូនបានឮតាមរយៈអង្គការ Save Cambodia នឹងអញ្ចឹងកុំអស់សង្ឃឹមហើយកុំភ្លេចថារដ្ឋាភិបាលកម្ពុជាក៏គេដាក់ពាក្យគេដោះសារទៅខាងក្រសួងការបរទេសដែរបងប្អូនតែអត់ឈ្នះប្រជាជនទេព្រោះរដ្ឋាភិបាលដោះសារនឹងការពីអត់ការពិតទេដោះស្រាយទេអញ្ចឹងសម្លេងបងប្អូននៅតែធំនៅតែខ្លាំងអញ្ចឹងជួយអង្គការ Save Cambodia នេះព្រោះគាត់កំពុងបកគោប្រកាសឲ្យទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកក្រៅស្រុកអីនិងប្រជាពលរដ្ឋទូទៅហ្នឹងជួយអង្គការនេះកំពុងប្រមូលមតិរបស់បងប្អូនត្រឹមថ្ងៃទី3ខែកក្កដាខ្ញុំនឹងបញ្យល់ព័ត៌មាននេះលម្អិតដោយខ្ញុំនឹងសម្ភាសកញ្ញាស៊ិនទេវីដែលជានាយិកាអង្គការ Save Cambodia ដែលខ្ញុំនឹងចាក់ផ្សាយបទសម្ភាសនេះនៅថ្ងៃពហុបាទបងប្អូនតាមដានចាំមើលយប់ថ្ងៃពហុទី25ព្រោះជារៀងរាល់ថ្ងៃ25គឺខ្ញុំមានការផ្សាយប្រចាំខែមួយសម្រាប់អង្គការ Save Cambodia នេះដែលនិយាយអំពីការតស៊ូមតិជំនួសឲ្យសហគមន៍ខ្មែរយើងនៅទូទាំងប្រទេសនិយាយពីរឿងធ្វើម៉េចឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញអញ្ចឹងបងប្អូនតាមដានព័ត៌មានលម្អិតបើសិនជាចង់ដឹងព័ត៌មានលម្អិតនេះយ៉ាងម៉េចចូលទៅមើល Facebook របស់អង្គការ Save Cambodia នេះនៅពេលនេះក៏បានដែរគឺ Save Cambodia នៅក្នុង Facebook គាត់ដាក់អញ្ចឹងហ្មង SAVE Cambodia CAMBODIA Save Cambodia អង្គការសង្គ្រោះកម្ពុជាបាទដែលជាអង្គការខ្មែរតែមួយគត់នៅក្រៅប្រទេសដែលទទួលបានការទទួលស្គាល់ក្នុងឋានៈជាអ្នកពិគ្រោះយោបល់របស់អង្គការសហប្រជាជាតិតាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហើយអង្គការនេះធ្វើកិច្ចការងារច្រើនណាស់ហើយកន្លងមកបានទីប្រឹក្សារបស់អង្គការនេះមួយគឺលោកមេធាវីអន្តរជាតិលោកម៉ូតុនស្ក្លាតែជាអកុសលលោកបានទទួលអនិច្ចកម្មតាំងពីខែកុម្ភៈមកម្លេះប៉ុន្តែគេមរតកគេដំណើរនៃការជួយប្រឹក្សាអង្គការនេះក៏ធ្លាក់មកដល់បង្រៀនឲ្យកញ្ញាស៊ិនទេវីនឹងคล้ายទៅជាអ្នកស្នងតំណែងហើយនឹងមានបញ្ញវន្តនិស្សិតបណ្ឌិតអីច្រើនទៀតដែលជួយអង្គការនេះដោយស្ម័គ្រចិត្តច្រើនទៀតអញ្ចឹងបងប្អូននៅមានសង្ឃឹមលើអង្គការ Save Cambodia នេះច្រើនដែរខ្ញុំសេះរឿងនេះសិនបាទបន្តទៅទៀតតកតងនឹងថៃចុះវាស់វែងដីនិងចែកដីខ្មែរចំនួន3កន្លែងនៅឲ្យពលរដ្ឋថៃនៅភូមិជោគជ័យបងប្អូនឈឺចាប់ណាស់ដីខ្មែរដែលគេយកបានឥឡូវនេះគេយកទៅចែកដីគ្នាទៀតចែកនៅភូមិជោគជ័យឲ្យ3គ្រួសារគឺចុះឲ្យថតរូបមកដូចថាឌឺយើងណាហើយយើងនឹងរងចាំថៃគេអត់រងចាំទេបងប្អូនថៃគឺគេវាស់យកប៉ុន្តែខូចមែនតើថៃហ្នឹងអាដីហ្នឹងបើវាស់ឲ្យថៃគ្នាឯងតែបើវាស់វែងដើម្បីបានមកខ្មែរវិញគឺបិទផ្លូវចរចានេះខូចមែនតែម្ដងប៉ុន្តែអារឿងថៃខូចរឿងថៃអត់សិលធម៌រឿងថៃអីវាមិនជុំទេងុំនឹងខ្មែរយើងទៅអោបជើងថៃទៅធ្វើពហិការទៅសុំវល់គេឲ្យចរចាឯណាវិញអាដែងតឡាការអន្តរជាតិ ICC ICJ មានអត់ប្តឹងគេទេសុកចិត្តឲ្យថៃមើលងាយយើងគ្រប់បែបយ៉ាងដោយសារតែយើងជឿថារងចាំនេះនឹងបានអីមកវិញជានយោបាយរងចាំដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរល្អហើយស្អំចិត្តទៅព្រោះយើងបាត់អស់67កន្លែងហើយក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងដើម្បីឲ្យគ្នារងចាំដោយក្តីសង្ឃឹមដាក់ពាក្យប្តឹងទៅតុលាការខ្លះផងទៅបើយើងទៅចរចាទៅទេគ្នារងចាំទៅជារឿងដេកចាំហើយអាហ្នឹងគឺរងកម្មហើយណាខ្ញុំមិនចង់ប្រើពាក្យអីដែលថាប៉ះពាល់ដល់ការដែលគេដាក់ភូមិរងចាំទេប៉ុន្តែការរងចាំវានឹងរងកម្មហើយនឹងដេកចាំពិតមែនហើយបើសិនជាយើងមិនប្តឹងទៅតុលាការអន្តរជាតិថៃចេះតែវាស់ថៃចេះតែកិនហើយយើងចេះតែកត់ទៅកត់ចំណាំទៅយូរសងអស់លីងសំទោសមិនមែនសងអស់លីងយូគេយកដីអស់លីងហើយតែអ្វីទៅក៏ទៅជាបាយអស់ទៀតពេលដែលឃើញថៃកំពុងវាស់ដី3កន្លែងឲ្យប្រជាពលរដ្ឋថៃនៅភូមិជោគជ័យលោកម៉ែនណាតដែលជាអ្នកខ្លំមើលសង្គមនៅឯន័រវេលោកនៅតែស្រក់ទឹកភ្នែកគាត់សរសេរថាថៃចុះវាស់វែងដីទៀតហើយ3កន្លែងទាហានថៃឈរយាមការពារឲ្យកសិករថៃធ្វើស្រែលើដីខ្មែរនៅភូមិជោគជ័យនេះគឺពួកគេធ្វើម្ដងហើយម្ដងទៀតហើយឥឡូវនេះគឺគេឲ្យដីប្រជាពលរដ្ឋខ្លួន4គ្រួសារឯណោះស្មើនឹង66រៃហើយវាស់វែងបន្ថែម30រៃទៀតនៅថ្ងៃ22ខែមិថុនាថ្ងៃសាមិញនេះ
ភូមិជោគជ័យគឺជាតំបន់មួយដែលស្ថិតនៅក្នុងតំបន់ជាច្រើនទៀតដែលត្រូវបានទាហានថៃឈ្លានពានឈរជើងក្នុងចំណោម67កន្លែងបាទអញ្ចឹងលោកម៉ែនណាតក៏ថាអញ្ចេះយោបល់របស់លោកថារដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររឹងមាំហើយត្រូវដើរលើផ្លូវត្រូវទី1ត្រូវប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ លើសំណុំរឿងព្រំដែននិងសំណុំរឿងប្រាសាទបុរាណខ្មែរនៅព្រំដែននឹងត្រូវប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លើសំណុំរឿងបង្កអក្រកម្មសង្គ្រាមនិងបង្កអក្រកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងជនស៊ីវិលខ្មែរនិងទី2ត្រូវដំឡើងកម្រិតការទូតឲ្យខ្ពស់បំផុតជាយន្តការអន្តរជាតិឲ្យមានប្រសិទ្ធភាពរួមទាំងអង្គការសហប្រជាជាតិប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអាស៊ានអីនឹងជាដើមកុំទៅធ្វើតែជាមួយថៃចង់និយាយចេះដើម្បីទាមទារឲ្យថៃត្រូវតែដកកងទ័ពចេញពីដីកម្ពុជាឲ្យដាច់ខាតទី3ទប់ស្កាត់ភាពកក្លឿនរបស់ភាគីថៃដោយប្រើសិទ្ធិការពារខ្លួនផងនៅលើទីតាំងជាក់ស្ដែងនិងស្ថានភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិលោកប្រហែលជាសម្ដៅទៅលើអតីតដែលគេរំលោភក្រោយបាត់ជបាញ់នេះយើងត្រូវមានសិទ្ធិការពារខ្លួនបើថាអត់សោះបើថាខ្លាចបាញ់ខ្លាចសង្គ្រាមក៏បាញ់ជំរាមកៅស៊ូដែលលោកហ៊ុនម៉ាណែតថាជំរាមកៅស៊ូក៏បាញ់ខ្វាក់ភ្នែកទាហានថៃដែរហ្នឹងទៅហេតុអីឲ្យគេមកឈ្លានពានយើងហួសបាត់ជបាញ់ហ្នឹងហើយយើងនៅតែចរចានៅតែអង្វរនៅតែថ្កោលទោសនៅតែមិនទទួលយកអារឿងនៅក្នុងបាត់ឈប់បាញ់មួយហ្នឹងក៏យើងខុសបាត់ទៅទៀតព្រោះយើងឲ្យគេនៅណានៅហ្នឹងហើយយើងអត់ទទួលយកតែអត់ទទួលយកក្រោយបាត់ឈប់បាញ់វាអត់មានរឿងអត់ទទួលយកទេគឺទៅដដើមយកមកវិញហ្មងព្រោះហ្នឹងរឿងដែរអធិបតេយ្យយើងមានសិទ្ធិការពារខ្លួនតាហើយដល់ពេលខ្លួននៅស្ងៀមខ្មែរយើងខំជួយប្រាប់ឲ្យទៅយកមកវិញព្រោះគេបំពេញយើងថាពួកក្រុមខ្មែរក្រៅប្រទេសហ្នឹងហើយពួកប្រឆាំងហ្នឹងក្រុមស្រឡាញ់សង្គ្រាមចង់បបួលឲ្យធ្វើសង្គ្រាមអត់យល់មាននរណាគេបបួលឲ្យធ្វើសង្គ្រាមបើដាក់ពាក្យប្តឹងទៅថៃក៏មិនដាក់រុញគេក៏មិនរុញហើយទៅនឹងអង្គុយរងចាំហើយទៅថាគេចង់ធ្វើសង្គ្រាមអូយគេទៅហួសនិស័យហួសនិស័យហួសវាចានឹងថ្លែងគាត់ធ្វើអីក៏បាននាយករដ្ឋមន្ត្រីថៃណាយើងកំពុងតែដេកចាំរងចាំឱកាសចរចាថៃបិទផ្លូវចរចាអស់យប់ម្សិលយន្តហោះថៃហោះពេញមេឃ F16 ក៏ក្រើកផែនពណ៌សធាគ្មានអ្នកណាដេកពួនបានទេនៅក្បែរជាប់របងព្រំដែនមិនដឹងចូលដីខ្មែរចូលដីអីខ្លះអាណាតដឹងលោកឯងបើសុំបីតាមដីចាក់ស្ដែងមិននៅចូលមិនដឹងចំមុំហោះហើយថៃមានតែខ្លាចអីហោះចូលដីខ្មែរចាំបាច់ភ័យម៉េះកាលវាយគ្នាមកប្រាវយន្តហោះ F16 ថៃហោះមកទម្លាក់គ្រាប់90គីឡូដីចូលដល់ស្រីស្នំនៅខេត្តសៀមរាបហ្នឹងអូយថៃខ្លាចអីមកបំពេញអីប៉ុណ្ណឹងក៏ប៉ុន្តែអ្វីដែលថៃប្រហោះយន្តហោះខ្លួនគឺថៃចង់បញ្ជាក់ប្រាប់ខ្មែរថាកុំក្អកអត់បានដីនឹងមកវិញទេហើយនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលនៅពេលដែលយន្តហោះនឹងហោះឬមានប្រជាពលរដ្ឋកង្វល់ថាអាចធ្វើឲ្យចំនួនព្រំដែនក្តៅកគុកទៀតដឹងបានជានាំគ្នាប្រហោះយន្តហោះសម្ពយុទ្ធយោធាគេថាអត់ទេយន្តហោះនឹងគេហោះជាប្រចាំអញ្ចឹងមួយខែគេហោះម្ដងសម្ពយុទ្ធយោធាដើម្បីស្ដារម៉ាស៊ីនយន្តហោះផងហើយអនុទិនច័ន្ទវរៈគុលប្រើពាក្យមួយម៉ាត់ទៀតចេះថាដើម្បីបញ្ជាក់ប្រាប់ខ្មែរថានេះគឺជាសម្លេងតខ្ទានៃភាពឯករាជ្យអធិបតេយ្យរបស់ថៃក្នុងការការពារទឹកដីរបស់គេមិនឲ្យបាត់1មីលីម៉ែត្រណាឥឡូវសង្ឃឹមផេះតើឃើញគេនិយាយចឹងហ៎ហើយអនុទិនច័ន្ទវរៈគុលនេះខ្ញុំប្រាប់ឲ្យជាប់ឆ្នោតដោយសារតែវាយយកដីខ្មែរបានប្រមាណដុំនឹងឯងប្រមាណ10ដុំនឹងបើគាត់ឲ្យដីយើងវិញគាត់ធ្លាក់ឆ្នោតឲ្យគាត់ធ្វើអញ្ចឹងទៅអីអញ្ចឹងហើយបានមួយថ្ងៃនិយាយស្រែកតែប៉ុណ្ណាហើយបើយើងដឹងថាថៃអញ្ចឹងឈ្លានពានអញ្ចឹងត្រៀមតបគេអញ្ចឹងរំលោភអញ្ចឹងបលាលួសអញ្ចឹងយើងអត់ហ៊ានតវ៉ាអីទៅយករុញបលាលួសគេហើយមិនអាចធ្វើអីគេបានចុះហេតុអីបានយើងមិនប្តឹងគេទៅតុលាការអន្តរជាតិហើយមកអារឿងព្រំដែនទឹកហ្នឹងក៏យើងប្រកែម៉េះអារឿងព្រំដែនទឹកអត់ទាន់ឆ្លោះគ្នាសោះទៅចូលបោចផ្កាននងលូតទុំលេបផ្កាននងជាប់ផ្លែបបក់របស់ថៃទៀតរឿងទៅឡើងដល់ភាគីទី3ឲ្យថៃយល់លេសថាអោះបើឡើងដល់ភាគីទី3មិនបាច់ចរចាព្រំដែនគោកទេអាព្រំដែនទឹកណាញឡើងទៅហ្នឹងឯងគឺទាញឲ្យយើងឡើងគោកដូចគេឡើងទៅឯណាណីមួយឆ្នាំ2ឆ្នាំទៀតមិនដឹងនៅឯណាហើយដល់ឥឡូវបិទផ្លូវតវ៉ាចរចានៅអាវាស់វែងដីនេះគេបិទតែវាស់វែងដីចែកឲ្យខ្មែរតែថៃនៅបន្តវាស់វែងដីចែកឲ្យថៃហ្នឹងហើយយើងរងចាំចឹងបានថា
បងប្អូនខ្មែរនៅគ្រប់ទិសទីត្រូវតែតវ៉ាឲ្យរដ្ឋាភិបាលកម្ពុជានេះដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានគ្មានជំរើសទេបងប្អូនយើងធ្វើអីសប្ងៃហ្នឹងគឺធ្វើទៅប៉ុន្តែបើធ្វើដោយដដែលនេះអត់បានដីមកម្ដុំវិញទេខ្ញុំមិនដឹងអស់លោកយល់ច្បាស់យ៉ាងជាក់យ៉ាងណានេះខ្ញុំអត់យល់ទេសចរនៅតលេងស្រុកខ្មែរបន្តធ្លាក់ចុះរហូតដល់ជាងពាក់កណ្ដាលសំទោសចិត្តពាក់កណ្ដាលឃើញនៅយើងមានបញ្ហាគ្រប់បែបយ៉ាងយើងធ្វើពាណិជ្ជផលិតផលថៃចង់បិទដង្ហើមថៃឲ្យដាច់ខ្យល់ងាប់ព្រោះអីកុំឲ្យថៃគេថាថៃខ្មែរយើងតែគេបិទព្រំដែនណាហើយតែគេនាំបិទព្រំដែនលែងនាំផលិតផលថៃអីមកឲ្យខ្មែរនិយាយទៅគេថាតែបិទព្រំដែនគឺខ្មែរដាច់ខ្យល់ហើយអាហ្នឹងគឺភាសាឃោសនាអកុសលរបស់អ្នកនយោបាយខ្មែរទេថៃអត់ដែលគិតថាបិទព្រំដែនដាច់ខ្យល់ខ្មែរពីកាលទេថៃមិនមែនល្ងង10គត់ដូចយើងបោកប្រជាពលរដ្ឋខ្មែរបានទេថៃសេដ្ឋកិច្ចថៃនាំទៅបរទេស340,000 លានដុល្លារ33,400 លានដុល្លារនៅក្នុងមួយឆ្នាំមកខ្មែរតែ3%ទេទៅពិភពលោក97%ហើយពេលដែលគេបិទព្រំដែនហ្នឹងថៃដឹងច្បាស់ទៀតថាផលិតផលថៃប្រកួតប្រជែងជាមួយផលិតផលយួនក៏ពិបាកដែរព្រោះវាថោកជាងពីចិនពីម៉ាឡេពីស្អីផ្សេងទៀតចូលស្រុកខ្មែរស្រោចដូចទឹកបាក់ទំនប់ថៃដឹងតាថៃអត់ដែលគិតថាឈប់ផ្ដាល់ផលិតផលមកខ្មែរដាច់ពោះឯណាទេព្រោះថៃភ័យមែនតើខ្លាចថាបើសិនជាមិនពង្រឹងគុណភាពផលិតផលខ្លាចខ្មែរប្រើផលិតផលយួនផលិតផលចិនផលិតផលម៉ាឡេឥណ្ឌូនេស៊ីអីចឹងថៃដឹងយូរហើយតាហើយថៃអត់ដែលដឹងថាបិទអាព្រំដែនហ្នឹងធ្វើឲ្យថៃដាច់ខ្មែរដាច់ពោះឲ្យអត់មានទេកុំទៅជឿថាថៃបិទព្រំដែនដើម្បីផ្ដាច់អុកស៊ីសែនខ្មែរអត់សោះថៃបិទព្រំដែនគឺដើម្បីស្រួលវាយយកដីខ្មែរឲ្យងាយដើម្បីកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់ចុះឡើងទៅខ្លាចស្លាប់ជនស៊ីវិលបើប្រជាពលរដ្ឋនៅឆ្លងដែនស្របច្បាប់ទៅមកតើឲ្យគេបិទវាយយកកន្លែងណាបានហើយនៅពេលដែលបិទព្រំដែនស្រាប់អញ្ចឹងវាយយកគឺអាចពាត់លបងយកហ្មងព្រោះព្រំដែនបិទយូរហើយដូច្នេះអត់ចាំបាច់បិទអីទៀតទេគឺដាក់បលាលួសប្រជាពលរដ្ឋឆ្លងអត់បានថៃយកទាំងអស់នេះគឺជាល្បិចថោកទាបរបស់ថៃប៉ុន្តែឆ្លាតហើយយើងនាំគ្នាទៅឃោសនាថាថៃបិទព្រំដែនដើម្បីឲ្យដាច់ខ្យល់ខ្មែរស្រាមានដែលរដ្ឋាភិបាលថៃឯណាលោកអនុទិនច័ន្ទវរៈគុលឬក៏បៃថងឋានឬក៏អ្នកណានៅជួររដ្ឋាភិបាលដែលនិយាយមួយម៉ាត់ទេថាបិទព្រំដែនដើម្បីឲ្យដាច់ងាប់សេដ្ឋកិច្ចខ្មែរអត់ទេបិទហ្នឹងគឺដើម្បីឲ្យដាច់អាការឆបោកអនឡាញនៅតំបន់ស្មាច់នៅតំបន់ច្រកកន្លែងផ្សេងដែលមានកាស៊ីណូខ្មែរដែលមានពួក scammer អ្នកឆបោកអនឡាញនោះតាអាហ្នឹងបំណងគេប្រាប់ច្បាស់តាគេសុកចិត្តដាច់ភ្លើងនៅប៉ោយប៉ែតផ្ដាច់អ៊ីនធឺណិតនៅប៉ោយប៉ែតកាលដំបូងគេអត់ទាន់បិទព្រំដែនហ្នឹងគេគ្រាន់ផ្ដាច់អាហ្នឹងដល់ខ្មែរយើងធ្វើពាណិជ្ជធ្វើអីទៀតទៅផលិតផលគេហ្នឹងទៅហើយថៃមកដល់ម៉ោងនេះបងប្អូនគេអត់ត្រូវការពឹងយើងទេដែលពឹងគេហើយយើងពឹងផលិតផលគេ30-40ឆ្នាំហើយយើងវាមិនមែនថាយើងអត់ពឹងខ្មែរបានពឹងបានក៏ប៉ុន្តែថៃនិយាយទៅគឺមិនមែនបំណងថៃក្នុងការធ្វើឲ្យខ្មែរដាច់ខ្យល់ពីបិទព្រំដែនគោកនឹងទេបើថៃបិទព្រំដែនគោកធ្វើឲ្យខ្មែរដាច់ខ្យល់ថៃច្បាស់ជាបិទព្រំដែនអាកាសនិងព្រំដែនទឹកទៀតហើយមិនមែនអត់បិទទេសុកចិត្តឲ្យបើកព្រំដែនទឹកព្រំដែនអាកាសបានមកសេរីហើយផលិតផលថៃអីនាំគ្នាដឹងជូនទៅវិញទៅមកតាមផ្លូវនឹងអស់បាទដូច្នេះអានេះជាឃោសនាអកុសលរបស់អ្នកនយោបាយកម្ពុជាដើម្បីធ្វើឲ្យគិតថាថៃនឹងចង់ថាខ្មែរស្លាប់បិទព្រំដែនខ្មែរអត់ស្លាប់អញ្ចឹងពាក់ឯកាផលិតផលណែឯងពាក់ឯកាផលិតផលគេដែលគេបិទព្រំដែនចិត្តអស់ហើយទៅពាក់ឯកាផលិតផលអីគេទៀតបើយើងបិទព្រំដែននឹងអត់មានផលិតផលនឹងយកមកក្នុងនេះអញ្ចេះដូច្នេះយើងធ្វើនឹងគឺជានយោបាយស្អំចិត្តខ្លួនឯងបោកប្រាស់ប្រជាពលរដ្ឋទេតែបើឲ្យថៃប៉ះពាល់ខ្លាំងថៃមិនប៉ះពាល់ខ្លាំងទេ100ថៃប៉ះ3ហើយនិយាយចឹងយើងថាឈឺចាប់កាន់ជើងថៃមិនមែនទេគឺចង់ឲ្យខ្មែរយើងភ្ញាក់ខ្លួនវិធីដែលឈ្នះថៃមិនមែនពាក់ឯកាផលិតផលថៃទេហើយក៏មិនមែនចរចាជាមួយថៃដែរវិធីដែលឈ្នះថៃគឺប្តឹងថៃទៅតុលាការអន្តរជាតិ ICC និង ICJ តែប៉ុណ្ណឹងហើយធ្វើអីទៀតធ្វើទៅហើយបើប្តឹងថៃហើយអត់ចាំបាច់មកខ្វល់រឿងពាក់ឯកាអត់បាញ់ទៅបាញ់ថ្នាំអីទៅក្បែរលបងបលាលួសថៃអីតវ៉ាមិនទទួលស្គាល់អីទេថៃរត់រឹងក្បិនហើយនឹងត្រូវតែត្រៀមមេធាវីត្រៀមអីដើម្បី
តតាំងក្តីនៅតុលាការទៅហើយចុងក្រោយតុលាការសម្រេចឲ្យខ្មែរឈ្នះហើយមានអីទៀតចាប់ត្រឹមប៉ុណ្្នឹងឯងបងប្អូនបាទឥឡូវខ្ញុំបន្តទៅទៀតរឿងនេះគឺវាពិបាកដែរទេសចរយើងថយចុះគឺដោយសាររឿងបាត់ព្រំដែននឹងដែរឥឡូវថយចុះដល់ 50% បងប្អូនជិត 50% ក្រសួងទេសចរគឺចេញរបាយការណ៍ពីថ្ងៃ1ដល់ខែឧសភាឆ្នាំ2026នេះដំបូងចុះតែត្រឹម30ជាងជិត40ឯងឥឡូវនេះគឺភ្ញៀវទេសចរនេះគឺចុះរហូតដល់ទៅ47.8%ជិត 49% បានន័យថាពីមុនមក10នាក់ឥឡូវនៅសល់តែ5នាក់ហ្នឹងហើយភ្ញៀវធ្លាក់អស់ហើយនៅសល់តែចិនលេខ1ទី2វៀតណាមទី3មានអាមេរិកដែរអាមេរិកមកហ្នឹងគឺមានប្រមាណជា91000នាក់ទេក្នុង9ខែអាមេរិកប្រហែលជាមិនទាន់ខ្លាចនឹងរឿងទៅលេងស្រុកខ្មែរទេដោយសារតែមានទូតមានអីគេនៅស្រុកខ្មែរនឹងដែរឬក៏យ៉ាងម៉េចតែបើចិននៅតែមកធម្មតាព្រោះអីអាឆោបបោកអនឡាញហ្នឹងវាអត់ទាន់ចប់ទេវៀតណាមអីហ្នឹងគឺចិញ្ចូលយើងធម្មតាព្រោះវៀតណាមហើយកម្ពុជាដូចលបងផ្សារបឹងកេងកងហើយនឹងណែនៅក្នុងក្រុងភ្នំពេញជាប់គ្នានឹងចិញ្ចូលប្រងាយបានដូច្នេះអត់អីទេតែអ្នកដទៃទៀតអឺរ៉ុបអត់មានទេគឺស្បាយអស់ហើយភ្ញៀវទេសចរដែលធ្លាក់នេះបងប្អូនដឹងហើយខែឧសភានេះ5ខែដំបូងឆ្នាំ2025នៅពេលមិនទាន់មានឆ្លោះគ្នាឆ្នាំមុនហ្នឹងគឺយើងមានភ្ញៀវម៉ោងហ្នឹងប្រហែលជាជាង2លាននាក់ប្រហែល2លាន5សែនឥឡូវនៅសល់1លាន5សែនហ្នឹងអត់ដល់ផង1លានជាង5សែនជាងអញ្ចឹងយើងថយច្រើនមែនតើលុយយើងរមួយឆ្នាំនៅក្នុង2025ចំណូលពីទេសចរនេះបានប្រហែលជិត4000លានដុល្លារចាឥឡូវបើយើងធ្លាក់ពាក់កណ្ដាលបានយើងធ្លាក់ចំណូលនេះប្រហែលជា2000លានដុល្លារហើយយើងកំពុងតែខ្វះហ្នឹងយើងចោះ tour guide ចោះអ្នកដែលរកស៊ីលក់របស់វត្ថុអនុស្សាវរីយ៍រត់តុក pass up ឬក៏ស្អីនឹងជាងគំនូអ្នករត់ម៉ូតូឌុបស៊ីក្លូកង់ឡានអីហ្នឹងអូយគ្នាវេទនាណាស់បងប្អូនហើយអាហ្នឹងដោយសារអីដោយសារតែវិបត្តិព្រំដែនហើយអ្នកណាស្លាប់ខ្មែរថៃស្លាប់ទេអត់ទេថៃមកដល់ម៉ោងនេះមានភ្ញៀវទេសចរគេទៅជិត25លាននាក់ភ្ញៀវទេសចរគេគឺប្រហាក់ប្រហែលនឹងឆ្នាំមុនគេអត់មានថយទេគឺគេកើនឡើងភ្ញៀវទេសចរពីអឺរ៉ុបដោយសារអឺរ៉ុបអីគេលែងមកខ្មែរទៅថៃអស់ទៅវៀតណាមក៏កើនវៀតណាមកើនឡើងរហូតដល់ទៅ15%ឯណោះភ្ញៀវគេយើងធ្លាក់តែយើងដោយសារអីដោយសារបិទព្រំដែនអញ្ចឹងអ្នកណាស្លាប់បងប្អូនអត់មែនខ្មែរថៃស្លាប់ទេគឺខ្មែរតាអញ្ចឹងបានថាយើងយកអាការឈឺចាប់នឹងនាំគ្នាតស៊ូឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការអន្តរជាតិវិញកុំពាក់ឯកាអីទៀតពាក់ឯកានឹងវាបានតែស្អំចិត្តឲ្យវាឲ្យខូចសិលធម៌អីយើងតែពេលចុងក្រោយលទ្ធផលទៅបានប្រយោជន៍អីពាក់ឯកាចោះក៏ប៉ុន្តែចង់និយាយថាជួយពាក់ឯកាឬក៏ជួយតវ៉ាឲ្យរដ្ឋាភិបាលប្តឹងថៃផងឥឡូវតម្លៃប្រេងសាំងនៅលើសំទោសចំនួនដីធ្លីរវាងទាហានព្រំដែននិងអុកញ៉ាថោងសារ៉ាត់ឈានដល់ប្តឹងគ្នារឿងគម្រាមសម្លាប់លោកថោងសារ៉ាត់អត់ចប់សោះរឿងគាត់បងប្អូនប្រហែលជាស្គាល់អុកញ៉ាថោងសារ៉ាត់នឹងជាអ្នកណាមិនអញ្ចឹងលោកថោងសារ៉ាត់គឺទាំងលោកថោងសារ៉ាត់ដើមកំណើតវៀតណាមឪពុកម្ដាយគាត់ក៏វៀតណាមដែរក៏ប៉ុន្តែមកស្រុកខ្មែររកស៊ីមានបានទៅខ្លាយទៅជាជនជាតិខ្មែរមានសញ្ជាតិមានអីខ្មែរអស់ហើយទាំងឪពុកគាត់ទាំងអីដែលនិយាយខ្មែរមិនច្បាស់អីហ្នឹងគឺគាត់បានជាសញ្ជាតិជាអីខ្មែររកស៊ីកាក់កបណាស់តាក់ទងរឿងបរិយរឿងដីធ្លីអីហ្នឹងហើយក៏មានរឿងមួយដែលតាក់ទងនឹងឃាតកម្មលោកអឹងមីងជឺដែលបាញ់ស្លាប់នៅឯផ្សារអូឡ িম্প ិកទៅកន្លែងលក់ស្តង់លក់ផ្លែឈើខាងលិចផ្សារអូឡ িম্প ិកហ្នឹងដែលគេផ្ដន់ទាទោសគាត់ឲ្យជាប់គុកមួយជីវិតឯណាណោះពីបទសម្លាប់លោកអឹងមីងជឺអត់បានជាប់គុកមួយថ្ងៃទេដឹងនៅតែបន្ទប់ VIP ដល់ចុងក្រោយតឡាការកពូលកាត់ក្តីឲ្យគាត់រួចខ្លួនថាគាត់អត់មានទោសហើយដល់ចឹងទៅឥឡូវនេះគឺគាត់ចេញមករកស៊ីរកអីស្រួលបួលឥឡូវតាក់ទោសនឹងការរំលោភដីធ្លីប្រជាពលរដ្ឋនៅថាប្រជាពលរដ្ឋទូទៅមិនអីនេះប៉ះទាហានព្រំដែនទៀតគាត់ទៅសុំច្បាប់គេដើម្បីមកការពារដីគាត់ថាការពារដីព្រំដែនប្រឹងចង់ដាច់ខ្យល់ស្លាប់ដើម្បីការពារដែនអធិបតេយ្យខ្មែរឥឡូវការពារដីខ្លួនឯងម្ដុំការពារអត់បានផងទាហានការពារព្រំដែនយ៉ាងម៉េចទៅបើការពារដីខ្លួនឯងអត់បានអញ្ចឹងក្រងសម្លៀកបំពាក់យោធាហ្នឹងគឺគាត់ឈ្មោះប៊ុនច័ន្ទដារនីលោកប៊ុនច័ន្ទដារនីហ្នឹងគឺឃើញតវ៉ានៅដីគាត់នៅ
គាត់ថាទិញម្ដុំហ្នឹងគាត់ទិញជិត10ឆ្នាំហើយគាត់ថាចាំដល់ពេលបងរំលោះធនាគារដាច់ហ្នឹងសង់ផ្ទះឲ្យកូនប្រពន្ធគាត់នៅអីចឹងប៉ុន្តែដីហ្នឹងត្រូវបានលោកថោងសារ៉ាត់បើតាមគាត់លើកឡើងថារឹបអូសចាក់ដីបំពេញទៅយកទៅលក់ដីធំយកមកឲ្យដោះដូរគាត់4ម៉ែត្រគុណនឹង10ប្រមាណ8ម៉ែត្រគុណនឹង14ម៉ែត្រដែលដីគាត់ក្បាលអឺ11អីចឹងអីណាទំហំធំឲ្យមិនស្មើមិនសមរម្យអីចឹងទៅគាត់អត់ទទួលយកបានតវ៉ាចុះឡើងពេញផ្អើលឥឡូវផ្អើលក្នុងសង្គម Facebook អូសអត់រំលងហើយថ្ងៃនេះនឹងឃើញលោកអុកញ៉ាថោងសារ៉ាត់ចុះទៅទៀតលោកថោងសារ៉ាត់ចុះទៅមានរឿងពីរចង់បង្ហាញថាគាត់ចុះទៅដោះស្រាយរឿងដីធ្លីជាមួយទាហានព្រោះឥឡូវអ្នកណាក៏ដោយប៉ះពាល់រឿងទាហានហ្នឹងគឺរៀងរសើបតិចហើយព្រោះទាហានព្រំដែនការពារព្រំដែនការពារដីអោបអាវុធដេកលងាលើតាំងរឹងមួយថ្ងៃមិនដឹងថ្ងៃណាគេទម្លាក់ដ្រូនត្រូវក្បាលខំប្រឹងចង់ងាប់ដើម្បីការពារជាតិដល់ចុងក្រោយការពារដីខ្លួនឯងតាមមកដុំការពារអត់បានអញ្ចឹងអ្នកណាដែលប៉ះពាល់ទាហានដូចរៀងរសើបអញ្ចឹងគេចុះទៅបើជាប្រវត្តិធម្មតាគ្មានអង្គញាណាទៅឈឺក្បាលចុះទៅហ្មងទេប៉ុន្តែដល់ពេលទាហានភ័យដែរខ្លាចគេលោបបាក់ទឹកចិត្តទាហានអញ្ចឹងចុះទៅដោះស្រាយហើយអញ្ចឹងទៅទាហានក៏គាត់មានព្រៀបបន្តិចដែរទឹកមាត់ប្រៃដែរពាក់ខោអាវយោធាទៅហ្មងទៅឲ្យវាពាក់ស្បែកខ្លាបន្តិចមើលដើម្បីដោះស្រាយអត់បានអដែលលោកថោងសារ៉ាត់នឹងទៅឆ្កាងដៃឆ្កាងជើងថាដោះស្រាយចុះឡើងថានឹងស្រួលឲ្យអីអញ្ចឹងទៅដល់ចុងក្រោយលោកដារ៉ានីគាត់ថាអត់ទទួលយកបានហើយឥឡូវនេះលោកថោងសារ៉ាត់ចុះទៅនឹងពីថាទៅដោះស្រាយឥឡូវលោកដែលជាទាហានហ្នឹងគាត់ថាទទួលយកអត់បានហើយទទួលបានការប្តឹងគាត់ពីបទគម្រាមសម្លាប់លោកថោងសារ៉ាត់ទៀតណាវាទៅជាចេះព្រោះលោកថោងសារ៉ាត់ចុះទៅហ្នឹងមិនមែនគម្រាមតែរឿងនេះគាត់គម្រាមអ្នកកសែតទៀតគាត់ប្រាប់ពមៀនទៅហើយថាចាប់ពីម៉ោងហ្នឹងទៅអ្នកកសែតណាក៏ដោយថាគាត់ជាឃាតករថាគាត់សម្លាប់មនុស្សថាអីហ្នឹងគឺប្រយ័ត្នក្រុមមេធាវីគាត់គេអ្នកចាត់ចែងគាត់មិនអីទេណែគាត់និយាយថាគាត់មិនអីទេក្រុមមេធាវីខ្លាចគេដឹងច្បាប់គេដឹងអីគេនឹងចាត់ការប្តឹងផ្ដាល់អស់លោកអូដែលមានមេធាវីប្តឹងជំនួសកូនក្តីដែរគោលការណ៍របស់មេធាវីគឺការពារក្តីឲ្យកូនក្តីមិនមែនជាអ្នកដាក់ពាក្យជំនួសកូនក្តីទេតោះតែយើងផ្ដល់សិទ្ធឲ្យគេប្តឹងអីបានប្តឹងពួកមេធាវីជាទីប្រឹក្សាអ្នកផ្ដល់ការពារសិទ្ធអត់មែនជាកូនក្តីអត់មានអ្នកចូលនិយាយទៅមេធាវីអត់មានចំណែកនៅក្នុងរឿងក្តីនឹងទេគ្រាន់តែចូលរួមក្នុងនាមថាជាអ្នកការពារសិទ្ធថាតើការដាក់ពាក្យប្តឹងការប្តឹងផ្ដាល់ហ្នឹងវាត្រឹមត្រូវតាមនីតិវិធីច្បាប់ត្រូវសិទ្ធត្រូវអីអត់ទេតាមតែប៉ុណ្្នឹងឯងអត់មែនទៅប្រាប់ថាណែឯងត្រូវធ្វើចេះណែឯងត្រូវធ្វើចោះណែឯងត្រូវប្តឹងចេះណែឯងត្រូវដាក់អត់គ្រាន់តែលើកជាយោបល់ស្ដាប់យោបល់ហើយប្រាប់ថាយោបល់នឹងត្រូវអត់នេះតាមគោលការណ៍ច្បាប់បើយើងទៅផ្លុំទៅជាកូនក្តីហ្នឹងគឺនៅស្រុកណាក៏គេថាមេធាវីខុសវិជ្ជាជីវៈដែរមេធាវីអត់អាចប្រាប់កូនក្តីឲ្យធ្វើនេះធ្វើនោះទេកូនក្តីឲ្យយោបល់មេធាវីហើយមេធាវីប្រាប់ថាយោបល់នឹងត្រូវអត់ប្រើចេះតាមផ្លូវច្បាប់គេដើរចេះដើរចុះអាហ្នឹងគោលការណ៍ច្បាប់ហើយអត់ដែលមេធាវីទៅដាក់ពាក្យប្តឹងជំនួសកូនក្តីទេបើលោកថោងសារ៉ាត់ថាណែណាហ៊ានថាគាត់ជាឃាតករអីទៀតប្រយ័ត្នមេធាវីគេប្តឹងតាមផ្លូវច្បាប់អត់ត្រូវទេបើលោកថោងសារ៉ាត់អត់ប្តឹងអត់មានមេធាវីណាគេប្តឹងជំនួសលោកទេព្រោះមេធាវីមិនមែនជាភាគីនៃដើមបណ្ដឹងទេគឺជាកូនដើមបណ្ដឹងគឺលោកជាសម័យខ្លួននឹងតើដល់ពេលគាត់និយាយស្រួលថាអូកុំឲ្យលោកថោងសារ៉ាត់ហ្នឹងដើរប្តឹងគេអញ្ចឹងប្រយ័ត្នតែនិយាយគាត់ឃាតករអីប្រយ័ត្នព្រោះតុលាការកំពូលចេញសាលដីកាថាគាត់រួចទោសបងប្អូនតុលាការកំពូលចេញប្រាប់ថាអ្នកណារួចទោសមិនមែនបានន័យថានឹងរួចទោសទេព្រោះតើតែប្រព័ន្ធតុលាការនឹងឯករាជ្យប្រព័ន្ធតុលាការខ្មែរគេចង់ឲ្យណែឯងចេញពេលណាក៏បានហើយតែក្រុមបកពួកគេមើលលោកគិតធៀងអីវិញជាប់គុកជាប់ទោសពីបទជួញដូរគ្រឿងញៀនគ្រឿងអីដែលបានទៅជាប់គុកមកពេលទេហើយអត់ដែលទៅនៅក្នុងគុកផងហើយតុលាការបែបហ្នឹងយើងគិតថាលោកអត់មានទោសមែនទេយើងបង្កើតឲ្យមានវិមតិសង្ស័យដោយសារតែប្រព័ន្ធតុលាការខ្វះការទុកចិត្តដូច្នេះទូលោកថោងសារ៉ាត់ចង់ប្រាប់គេថាលោកមិនមែនជាឃាតករមិនមែនអ្នកសម្លាប់តើតែលោកនាំគ្នាជួយកែប្រព័ន្ធតុលាការនេះឲ្យឯករាជ្យហើយសម្រេចក្តីមកហើយប្រជាប្រដ្ឋជឿប្រព័ន្ធតុលាការបានជឿថាឥឡូវតុលាការគេសម្រេចថាលោកអត់មានទោសហើយលោកអត់មានទោសហើយព្រោះអីតុលាការគេឯករាជ្យអាហ្នឹងបានលោករួចខ្លួនប៉ុន្តែបើប្រព័ន្ធតុលាការលលួយកខ្វក់បែបនេះចាញ់ស្អីក៏គេថាលោកនៅតែមានទោសព្រោះដល់លោកគ្នាឯងក្រុមឯងអាហ្នឹងកុំទៅបន្ទោសអ្នកគេថាយើងត្រូវកែប្រព័ន្ធតុលាការដើម្បីជួយយើងដែរ
តែលោកដេកផ្សំដួលលមួលផ្សំក្រិចចឹងទៅប្រាប់អ្នកណាក៏គ្មានអ្នកណាគេជឿដល់អញ្ចឹងទៅការគ្រាន់តែថាបងប្អូនត្រូវចាំឲ្យច្បាស់ថាតុលាការកំពូលចេញសាលដីកាបិទផ្លូវតវ៉ាឲ្យលោកថោងសារ៉ាត់រួចទោសពីបទសម្លាប់លោកអឹងមីងជឺហើយនឹងជាការពិតតុលាការពិតជាចេញអញ្ចឹងមែនហើយនៅក្នុងន័យនេះខ្ញុំចង់និយាយថាបើតុលាការឯករាជ្យដូចនៅសហរដ្ឋអាមេរិកគ្មានអ្នកណាម្នាក់អាចហៅលោកថោងសារ៉ាត់ថាជាឃាតករជនសម្លាប់មនុស្សអីបានទៀតទេក៏ប៉ុន្តែដោយសារប្រព័ន្ធតុលាការបែបនេះអយុត្តិធម៌សម្រាប់លោកថោងសារ៉ាត់ហើយលោកនឹងរងការដែលគេថាលោកនៅតែមានវិមតិសង្ស័យដោយសារប្រព័ន្ធតុលាការបង្កើតឲ្យមានវិមតិសង្ស័យបានប្រយោជន៍ទៅប្រជាពលរដ្ឋទាំង18លាននាក់ដែលមានមន្ទិលទៅលើលោកថោងសារ៉ាត់ដូច្នេះកុំបន្ទោសប្រជាពលរដ្ឋលោកត្រូវបន្ទោសប្រព័ន្ធតុលាការដែលលោកដែលជាសកម្មជនគណៈបកប្រជាជនកម្ពុជាចូលរួមចំណែកធ្វើឲ្យតុលាការនេះមានភាពអញ្ញាញ៉ៃចឹងដែរអានឹងខ្ញុំសោកស្ដាយដែរតើខ្ញុំបើជាលោកថោងសារ៉ាត់ក៏ខ្ញុំគិតថាពិបាកចិត្តដែរព្រោះតុលាការកាត់ឲ្យមកថារួចខ្លួនហើយរួចហេតុអីបានប្រជាពលរដ្ឋនៅតែគិតថាគាត់មានទោសប៉ុន្តែតុលាការយើងវាអត់ឯករាជ្យតែប៉ុណ្្នឹងតាបើយើងទៅឲ្យអង្គជំនុំជម្រះដែលគេកាត់ទោសមិនអស់ចិត្តហ្នឹងតើឲ្យប្រជាពលរដ្ឋអស់ចិត្តមិនទៅគេនៅតែគិតថាយើងមានទោសមានមន្ទិលអាហ្នឹងម្ដងទៀតកុំបន្ទោសប្រជាពលរដ្ឋបន្ទោសតុលាការប្រព័ន្ធដឹកនាំរដ្ឋនិយាយទៅឥឡូវនេះបន្តទៅទៀតគឺតាក់ទងនឹងរឿងទាហានមិញនេះគឺគាត់ថាឥឡូវគេប្តឹងគាត់ពីបទគំរាមសម្លាប់គាត់ថាអត់មានបានគំរាមសម្លាប់ទេនេះគឺជាការបង្កើតអង្គហេតុថ្មីដើម្បីដាក់បន្ទុកគាត់ដើម្បីឲ្យរងសម្ពាធទទួលយកដីដែលគាត់គេរំលោភយកឲ្យផ្ដាល់សំណងមិនសមរម្យហ្នឹងឲ្យគាត់យកទៀតដើម្បីដាក់រឿងក្តីទៅតុលាការគាត់មានលុយមានឯណាតតាំងក្តីដល់អញ្ចឹងគាត់លុះក្រោមឥទ្ធិពលនឹងព្រមទទួលយកស្អីផ្សេងទៀតហើយគាត់ថារឿងនេះគឺជាការធ្វើទុកបុកម្នេញអីមួយបាទឥឡូវហ្នឹងគឺមិនបាច់ឆ្ងល់ទេតែហ៊ានក៏រងអយុត្តិធម៌ប៉ូលីសក៏រងអយុត្តិធម៌ប្រជាពលរដ្ឋសាមញ្ញក៏រងអយុត្តិធម៌មនុស្សទូទៅនឹងរងអយុត្តិធម៌ព្រោះអំពើអយុត្តិធម៌វាច្រើនពេកអញ្ចឹងអ្នកនឹងខ្លាចជាជនរងគ្រោះនៅពេលណាមួយជាក់ជាមិនខានទោះមិនធ្វើអីសោះនេះតាមប្រសាសន៍របស់លោកបណ្ឌិតកែមលីព្រោះអីអំពើអយុត្តិធម៌វាច្រើនពេកអស់លោកអាជ័យធ្លាក់ទឹកហើយអើវាច្រើនពេកដល់ពេលប៉ះលើខ្លួនអស់លោកឈឺចាប់ដូចទាហានយើងចឹងខំកតស៊ូការពារជាតិការពារដីខ្លួនឯងម្ដុំមិនបានដោយសារតែអុកញ៉ាដោយសារតែមនុស្សបោកមនុស្សប្រាស់អីក្នុងយើងនឹងវាច្រើនពេកវារៀលដាលពេកទៅជនរងគ្រោះច្រើនគ្នារាប់មិនអស់ដោយរឿងនាងសាយរាំងសីដែលស្និទ្ធនឹងគណៈបកប្រជាជនកម្ពុជារហូតដល់ទៅពេលខ្លះអ្នកដែលគេសុំជំនួយផ្នែកច្បាប់អីគេជួយផ្សេងទៀតគឺអត់យកទេតលតែបានក្រុមលោកគីតិចអីនឹងយកបានព្រមដើម្បីអីយកឱកាសមួយដើម្បីលើកស្ទួយគេឈ្មោះកិត្តិយសរបស់ក្រុមមេធាវីរបស់លោកហ៊ុនសែនហ្នឹងថាដោះស្រាយបញ្ហាបានជោគជ័យជួយប្រជាពលរដ្ឋឥឡូវក្រុមហ្នឹងជួយហើយហ្នឹងក៏តឡាការដោយសារតែនេះហ្នឹងនៅអូសនីតិវិធីយំស្រែកពេញ Facebook ទៅសួរសុំលោកហ៊ុនសែនឲ្យអន្តរាគមន៍ហើយដល់ពេលហើយគាត់មកប្រកាសថាអូបានហើយឈប់វែកញែករឿងក្តីគាត់តទៅទៀតទៅកុំឲ្យទម្លាក់កំហុសលើរដ្ឋាភិបាលរឿងនេះមិនមែនរឿងនយោបាយហើយគាត់ទៅពឹងអ្នកនយោបាយឲ្យដោះស្រាយរឿងតុលាការហើយគាត់ថារឿងហ្នឹងអត់ពាក់ព័ន្ធនយោបាយនឹងការដឹកនាំរដ្ឋយើងកុំពឹងលោកហ៊ុនសែនកុំពឹងលោកហ៊ុនម៉ាណែតទៅឲ្យតុលាការដោះស្រាយទៅដល់ពេលយើងស្រែកជានយោបាយបែបនេះគឺជារឿងនយោបាយហើយឥឡូវរឿងទាហាននេះមិញទៀតដដែលលោកដារនីហ្នឹងគាត់អំពាវនាវទៅលោកហ៊ុនសែនអ្នកស្រីប៊ុនរនីទៅលោកហ៊ុនម៉ាណែតទៀតឲ្យដោះស្រាយរឿងក្តីគាត់ទៀតអន្តរាគមន៍ទៀតរឿងនយោបាយទៀតហើយលោកថោងសារ៉ាត់ហ្នឹងតែលឺលោកហ៊ុនសែនលឺដល់លោកប៊ុនរនីលើអ្នកស្រីប៊ុនរនីលោកហ៊ុនម៉ាណែតចាប់ផ្ដើមរត់តបាញ់ជើងហ្នឹងតាក់តងរឿងទាហានហើយចោះរឿងដតីទៀតចោះលោកអុកញ៉ាលេងនវត្រាដីស្អីណាដីខ្យល់ដីអីឬស្អីលោកកំហុងដែលស្អីគេស្អីដីមាសស្អីអីណានៅកពតនោះប្រជាពលរដ្ឋស្លាប់ខ្លួននឹងអស់ប្រមាណឬក៏រិញរៃអត់ដោះស្រាយបានមករួចនៅក្រៅឃុំឯណានោះរួចខ្លួនឯណានោះបើអ្នកប្រឆាំងវិញជាប់គុកគ្រាន់តែរឿងកុំឲ្យគេលុបបឹងតមុកហ្នឹងជាប់គុកអត់ថ្ងៃចាញ់ទេប៉ុន្តែបើអ្នកដែលរំលោភដីធ្លីប្រជាពលរដ្ឋនេះនៅក្រៅឃុំអំពើអយុត្តិធម៌ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអស់លោកគិតថាអត់អីហងសង្គមគេសន្តិភាពចឹងហើយឥឡូវបន្តទៅទៀតបងប្អូនតម្លៃប្រេងសាំងនៅកម្ពុជាចុះមកនៅត្រឹម4350រៀលវិញក្នុង1លីត្រក្រោយតម្លៃសាំងនៅលើពិភពលោកបានចុះបាទនេះគឺយើងឃើញ
កម្ពុជាបានព្រមចុះបន្តិចដែរហើយអញ្ចឹង4300ហ្នឹងវាចង់ដល់ពេលតម្លៃសាំងដូចថាមុននឹងមានផ្ទុះអាវុធនៅអ៊ីរ៉ង់នឹងដែរឬក៏ពេលដែលបិទច្រកហ័រមូសអញ្ចឹងយើងសង្ឃឹមថាប្រេងនេះនឹងចុះទៀតអញ្ចឹងចុះដើម្បីឲ្យបងប្អូនយើងកុំឲ្យពិបាកជីវភាពខ្លាំងពេកនេះគឺសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មទេថាចាប់ពីថ្ងៃទី26ដល់ថ្ងៃ30គឺប្រេងត្រូវលក់1លីត្រ4350រៀលប្រេងធម្មតាដែលស៊ុបពែប្រេងម៉ាស៊ុតចុះនៅ4250រៀលបាទឥឡូវព័ត៌មានបន្តទៀតអូយវែងណាអើយផ្សាយមិនអស់ទេជនរងគ្រោះនៃការបោកប្រាស់របស់ធនាគារហ៊ុយវ៉ាន់បន្តតវ៉ារកយុត្តិធម៌អាណិតដល់ហើយបងប្អូនសូម្បីតែគាត់ជាជនជាតិចិនដែលយើងមិនចូលចិត្តរឿងឆោបបោកអនឡាញរឿងស្អីក៏ប៉ុន្តែមិនមែនចិនសុទ្ធតែអាក្រក់ទាំងអស់ហើយបងប្អូនចិនមួយចំនួនគ្នាមករកស៊ីត្រឹមត្រូវថ្លៃថ្នូរគោរពច្បាប់គោរពអីតែប៉ុន្តែខ្លាយទៅជាជនរងគ្រោះនៃអំពើឆោបបោករបស់ធនាគារចិនពាក់ព័ន្ធនឹងក្រុមខ្មែរយើងហ្នឹងហើយឥឡូវគ្នាតវ៉ាអត់បានអីកាលមុននឹងតវ៉ាខ្លាំងទៅវាយគ្នាបែកក្បាលបែកក្បូងចាប់ខ្មែរ2នាក់ដាក់គុកឥឡូវគ្នាតវ៉ានៅមុខទូតចិនជាប្រចាំ200នាក់ហ្នឹងនៅទៀមទាអ្នកខ្លះអស់5000អ្នកខ្លះអស់10លានដុល្លារនោះហើយឥឡូវអត់ទាន់មានដំណោះស្រាយបិទធនាគារទៀតឲ្យតែប្តឹងទៅដល់តុលាការធនាគារប្តឹងទៅតុលាការព្រះម្ចាស់ថ្លៃអើយគ្នាត្រូវការលុយចិញ្ចឹមជីវិតតើតឡាការដោះស្រាយទៅប្រហែលឆ្នាំទៀតទៅហើយចោះអត់មានលុយតម្កល់ទេអញ្ចឹងមុនបិទធនាគារហ្នឹងអត់តម្កល់ទេរដ្ឋអត់មានជួយសងខ្លះទេអញ្ចឹងព្រោះអីយើងយកពន្ធដារឲ្យធនាគារនីមួយត្រូវមានប្រាក់ដាក់តម្កល់យ៉ាងហោចណាស់ក៏ប្រហែល5លាន10លាន20លានអីទៅតាមការកំណត់ដែលមិនអាចដកយកទៅធ្វើអីបានទេទុកគ្រាមានអាសន្នដើម្បីយកមកដោះស្រាយទូទាត់ឲ្យចោះលុយនឹងតាណាអស់ហើយនៅពេលដែលធនាគារនឹងអស់លុយតម្កល់ហ្នឹងធនាគារកណ្ដាលមានលុយតម្កល់មួយទៀតដែលជាការធានារ៉ាប់រងដើម្បីសងអតិថិជនទៀតចោះទៅឯណាលុយហ្នឹងនៅអាមេរិកនេះគេមិនដែលបិទធនាគារចឹងទេវាធ្វើឲ្យបាក់ទំនុកចិត្តវិស័យធនាគារហើយតែបាក់ទំនុកចិត្តវិស័យធនាគារធ្វើឲ្យប្រជាពលរដ្ឋខ្លាចធនាគារនៅពេលដែលប្រជាពលរដ្ឋខ្លាចធនាគារគាត់យកលុយទៅដាក់ក្រោមខ្នើយក្រោមពូកឬក្នុងទូដែកនៅពេលដែលលុយដាក់ក្រោមខ្នើយក្រោមពូកក្រោមទូដែកសេដ្ឋកិច្ចគាំងស្ដោកហ្មងព្រោះលុយវាអត់ចរាចរហើយអានឹងស្លាប់ហើយយើងដល់ចឹងយើងអត់ស្ដារអានឹងស្លាប់រឿងមិនមែនទូចត្រឹមហ៊ុយវ៉ាន់ត្រឹមមុខមាត់ជាតិទេគឺរឿងស្លាប់សេដ្ឋកិច្ចយើងហ្មងតែប្រជាពលរដ្ឋឡើងទុកចិត្តប្រព័ន្ធធនាគារគឺអត់ចង់យកលុយទៅវិនិយោគទេអត់យកលុយទៅដាក់យកការប្រាក់យកអីទេហើយលុយយើងតែពីមានយកទៅដាក់ក្នុងទូដាច់ដែលបានកើនលុយមកពីណាវាគង់មែនប៉ុន្តែវាអត់ចូលក្នុងសេដ្ឋកិច្ចដើម្បីយកលុយនឹងមករកស៊ីដើម្បីឲ្យសេដ្ឋកិច្ចដើរខ្ចីគ្នាឬក៏យកទៅរំលោះយកទៅអីចឹងអញ្ចឹងវាគាំងអញ្ចឹងសេដ្ឋកិច្ចហ្នឹងងាប់ហើយមតិដាស់តឿនរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់ជនបរទេសកុំស្រឡាញ់ជ្រុលរហូតคล้ายជាឧបករណ៍បំរើនយោបាយជនផ្ដាច់ការខ្ញុំពេញចិត្តមតិនេះមែនតើមតិនេះគឺបានមកពីលោកសេងវ៉ាន់លីលោកសេងវ៉ាន់លីគឺជាបញ្ញវន្តខ្មែរម្នាក់ដែលតែងតែផ្ដល់មតិរិះគន់ស្ថាបនាក្នុងសង្គមខ្មែរច្រើនណាគាត់សរសេរឃ្លានៅលើបណ្ដាញសង្គមរបស់គាត់ថ្ងៃនេះខ្ញុំពេញចិត្តនឹងផ្សាយជូនគាត់ថាចេះកុំស្រឡាញ់ជនបរទេសឲ្យคล้ายជាឧបករណ៍បំរើនយោបាយផ្ដាច់ការគាត់សរសេរថាយើងណាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវប្បធម៌លើកដំកើងបរទេសហួសហេតុព្រោះវាអាចคล้ายទៅជាអន្ទាក់នយោបាយដែលបើកឱកាសឲ្យរបបផ្ដាច់ការនិងជនបរទេសខិលខូចមួយចំនួនឆ្លៀតទាញផលប្រយោជន៍ផ្ទាល់ខ្លួនជាការពិតមានជនបរទេសខ្លះដែលមានមនោសញ្ចេតនាស្មោះត្រង់និងចង់លើកស្ទួយមុខមាត់ជាតិកម្ពុជាពិតប្រាកដក៏មែនហើយក៏ប៉ុន្តែមានជនឆ្លៀតឱកាសមិនតិចដែរដែលធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីលាភសក្ការៈនិងបុណ្យស័ក្តិដំបូងឡើយពួកគេអាចសម្ដែងចេញនៅក្តីស្រឡាញ់ចំពោះស្រុកខ្មែរតាមរយៈការមានគ្រួសារជាជនជាតិខ្មែរឬរស់នៅទីនេះយូរអង្វែងប៉ុន្តែនៅពេលដែលពួកគេយល់ច្បាស់ថាពលរដ្ឋខ្មែរឲ្យតម្លៃពួកគេហួសប្រមាណហើយស្របពេលដែលមេដឹកនាំផ្ដាច់ការត្រូវការពួកគេដើម្បីលាងសម្អាតរូបភាពអវិជ្ជមានទៀតជននោះក៏ឆ្លៀតឱកាសទាំងនេះប្រើប្រាស់ប្រជាប្រិយរបស់ខ្លួនដើម្បីជួយផ្សព្វផ្សាយមនោគមវិជ្ជាប្រើឲ្យរបបផ្ដាច់ការបំរើឲ្យរបបផ្ដាច់ការជាធ្នូនឹងផលប្រយោជន៍ផ្ទាល់ខ្លួនចាក់ជាមិនខានបងប្អូនប្រយ័ត្នឲ្យមែនតើមានជនបរ